សួស្តីអ្នកទាំងអស់គ្នាត្រៀមខ្លួនមកមើលគុកដែលរន្ធត់បំផុតក្នុងចក្រវាលជាមួយខ្ញុំកន្លែងដែលប្រមូលផ្ដុំទៅដោយពួកអុកក្រិតជនសាហាវបំផុតមិនធ្លាប់មានចាប់តាំងពីបរិសុទ្ធចំណាស់អាយុរាប់រយឆ្នាំរហូតដល់ក្មេងតូចៗកន្លែងនេះមិនខ្វល់ថាជាប្រុសឬស្រីមនុស្សឬសត្វឬសូម្បីតែជំនឿអ្វីឡើយប៉ុន្តែបរិសុទ្ធចំណាស់ភ្នែកងងឹតម្នាក់នេះគឺជាករណីលើកលែងគាត់មានកម្លាំងខ្លាំងអាចសម្លាប់មនុស្សលាងឈាមពេញគុកនេះបានយ៉ាងងាយតែគាត់បែរជាសុកចិត្តឲ្យគេឃុំខ្លួនក្នុងនេះរហូតដល់64ឆ្នាំអ្វីដែលគ្រប់គ្នាស្មានមិនដល់នោះគឺវាគ្រាន់តែជាកិច្ចព្រមព្រៀងរវាងគាត់និងមេគុកប៉ុណ្ណោះហើយឥឡូវនេះគាត់សល់ពេលត្រឹមតែ2ឆ្នាំទៀតប៉ុណ្ណោះនៅទីជម្រៅនៃលំហអាកាសដ៏ធំលំវឹងល្វើយមានគុកមួយឈ្មោះថា Kisman ជាកន្លែងដែលឯកោបំផុតបរិសុទ្ធចំណាស់ភ្នែកងងឹតទើបតែបញ្ចប់ការឃុំខ្លួនម្នាក់ឯងអស់រយៈពេល1ខែពេញហើយគាត់ហៀបនឹងត្រូវគេបញ្ជូនទៅកាន់បន្ទប់ឃុំឃាំងថ្មីមួយទៀតមិត្តតែមួយគត់របស់គាត់គឺសត្វល្អិតដែលវាចូលមកក្នុងបន្ទប់ម្ដងម្កាលបរិសុទ្ធចំណាស់ក៏បានចាប់វាមកខំមួយម៉ាត់រួចក៏រអ៊ូតិចថាល្វីងណាស់ភ្លាមនោះទ្វារដែកក៏ចាប់ផ្ដើមរបើកឡើងយឺតឆ្មាំគុកបានមកដេញឲ្យគាត់ចេញទៅក្រៅអ្វីដែលចម្លែកនោះគឺឆ្មាំគុកគួរតែជាអ្នកដើរនាំមុខមែនទេប៉ុន្តែស្ថានភាពប្រែជាផ្ទុយស្រឡះដោយឆ្មាំគុកបែរជាដើរតាមពីក្រោយបរិសុទ្ធចំណាស់ដែលរំរបួសពេញខ្លួនម្នាក់នេះវិញគេដើរតាមទាំងអារម្មណ៍ភ័យខ្លាចបំផុតឆ្មាំរូបនេះនៅតែមិនយល់ថាហេតុអីបានជាពួកចាស់ទុំព្រមានគេហើយព្រមានទៀតថាមិនត្រូវបង្ករឿងជាមួយបរិសុទ្ធភ្នែកងងឹតម្នាក់នេះជាដាច់ខាតបរិសុទ្ធម្នាក់នេះមើលអ្វីមិនឃើញឡើយប៉ុន្តែគាត់អាចរកផ្លូវដើរក្នុងច្រករបៀងគុកនេះយ៉ាងត្រឹមត្រូវបំផុតទោះបីជាគាត់ដើរវាតែម្ដងក្នុងមួយខែក៏ដោយឥឡូវអ្នកនិងខ្ញុំសាកមើលត្រង់នេះតើភាពងងឹតអាចធ្វើអ្វីគាត់បានទេមុនដល់បន្ទប់ថ្មីគាត់ក៏ងាកមកប្រាប់ឆ្មាំថាឲ្យប្រយ័ត្នពេលដើរត្រឡប់ទៅវិញផងព្រោះបន្ទប់សម្រាប់របស់ឆ្មាំគឺឆ្ងាយខ្លាំងណាស់ហើយការដើរទៅវិញម្នាក់ឯងគឺមិនសុវត្ថិភាពឡើយនៅពេលគាត់ចូលដល់បន្ទប់ថ្មីឆ្មាំក៏ប្រញាប់រាយការណ៍ទៅទីបញ្ជាការភ្លាមការបញ្ជូនអ្នកទោសលេខ982បានរួចរាល់ខ្ញុំកំពុងស្ថិតនៅតំបន់ទី6សូមស្នើសុំផ្លូវត្រឡប់ទៅវិញដោយសុវត្ថិភាពពេលឈានជើងចូលដល់តំបន់ថ្មីភ្លាមបរិសុទ្ធចំណាស់សម្គាល់ឃើញថាវាស្ងាត់ខុសធម្មតាពួកអ្នកទោសដទៃទៀតដឹងថាមានសមាជិកថ្មីទើបតែមកដល់តែបន្ទាប់ពីឃើញថាជាបរិសុទ្ធចំណាស់ម្នាក់ពួកគេក៏ដកដង្ហើមធំដោយក្តីធូរស្រាលអ្នកខ្លះថែមទាំងលួចត្រេកអរព្រោះគិតថាលើកនេះមិនបាច់ប្រើកម្លាំងបាយឡើយព្រោះពួកគេដឹងច្បាស់ថាអ្នកទោសនៅតំបន់នេះភាគច្រើនជាពួកអុក្រិតជនកម្រិតទាបបំផុតសូម្បីតែអ្នកដែលខ្លាំងជាងគេក៏នៅលំដាប់បាតតារាងនៃគុកនេះដែរនៅក្នុងកន្លែងដែលប្រើច្បាប់ព្រៃបែបនេះមនុស្សដូចជាបរិសុទ្ធចំណាស់ម្នាក់នេះគឺគ្មានតម្លៃអ្វីទាល់តែសោះនៅក្នុងកែវភ្នែករបស់ពួកគេប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ឡើយថាបរិសុទ្ធចំណាស់ម្នាក់នេះគ្រាន់តែហិតក្លិនបន្តិចក៏ដឹងពីវត្តមានដ៏គួរឲ្យខ្លាចដែលលាក់ខ្លួននៅក្នុងខ្យល់បាត់ទៅហើយគាត់ដឹងក្នុងចិត្តយ៉ាងច្បាស់ថាថ្ងៃខាងមុខនឹងមិនមានសេចក្តីសុខឡើយរំពេចនោះពន្លឺពណ៌មាសបានចាស់ឡើងដែលជាសញ្ញាបញ្ជាក់ថាដល់ម៉ោងបាយហើយកន្លែងនេះចាប់ផ្ដើមមានភាពវឹកវរភ្លាមអាហារគឺជាវត្ថុកម្របំផុតហើយគ្រប់គ្នាតែងតែដណ្ដើមគ្នាប៉ុន្តែអ្វីដែលគេយកមកឲ្យនោះគឺបបរដង្កូវដ៏គួរឲ្យខ្ពើមទោះជាយ៉ាងនេះក្តីក៏គ្រប់គ្នានៅតែដណ្ដើមគ្នាដូចមនុស្សឈួតដែរអុក្រិតជនកម្រិត2ម្នាក់ឈ្មោះធូមីនិងបាក់ពួករបស់គេបានធ្វើរូបពាខ្ពស់ស្លន់ស្លោបំផុតពួកគេក្តោបក្តាប់អាហារទាំងអស់ហើយថែមទាំងស្រែកគំរាមអ្នកណាដែលហ៊ានចូលមកជិតពួកអ្នកទោសកម្រិតទាបបានត្រឹមតែលាបទឹកមាត់និងបួងសួងសុំឲ្យសល់កំតិចកំទីខ្លះអ្នកនិងខ្ញុំច្បាស់ជាដឹងថារឿងវាមិនចប់ងាយទេបរិសុទ្ធចំណាស់ដើរយឺតទៅរកធុងអាហារដោយសង្ឃឹមថានឹងបានបបរមួយចានសម្រាប់ទ្រពពោះប៉ុន្តែមិនទាន់ទាំងបានចូលចិត្តផងកូនចៅរបស់ Tommy ក៏បានស្រែកខ្លាំងដាក់គាត់វាបានប្រាប់ពីច្បាប់ដ៏ព្រៃផ្សៃប្រចាំគុកនេះមកកាន់បរិសុទ្ធចំណាស់បើមិនមែនជាបាក់ពួករបស់ពួកគេទេសូម្បីតែមនុស្សចាស់ឬក្មេងក៏គ្មានសិទ្ធិប៉ះពាល់អាហារសូម្បីតែបន្តិចឡើយវាក៏បានជេរប្រមាថគាត់យ៉ាងធ្ងន់ទៀតផងវាសើចំអកឲ្យគាត់ថាជាសម្រាមឥតប្រយោជន៍ដែលដើរមករកអាហារតាមក្លិនបន្ទាប់មកវាក៏បានរុញគាត់មួយទំហឹងនិងស្ទុះមកច្របាច់កគាត់ថែមទៀតប៉ុន្តែនៅវិនាទីបន្ទាប់រឿងដែលមិនគួរឲ្យជឿក៏បានកើតឡើងបរិសុទ្ធចំណាស់ដែលមើលទៅទន់ខ្សោយបែរជាធ្វើចលនាតែមួយឆាច់ធ្វើឲ្យអាជនពាលនោះស្រែកយ៉ាងខ្លាំងខណៈពេលដែលរាងកាយរបស់វាហោះកណ្ដាលអាកាសភ្នែករបស់វាក៏ប្រែជាងងឹតស្លុបភ្លាមពួកអ្នកទោសដែលនៅជុំវិញនោះស្រឡាំងកាំងគ្រប់គ្នាព្រោះមិនដឹងថាមានរឿងអ្វីកើតឡើងពួកគេគ្រាន់តែដឹងថាបរិសុទ្ធភ្នែកងងឹតដែលនៅពីមុខពួកគេនេះពិតជាមានភាពចម្លែកនិងគួរឲ្យខ្លាចបំផុតធូមីក៏ចាប់ផ្ដើមខឹងសម្បាយ៉ាងខ្លាំងវាបានបញ្ជាឲ្យកូនចៅទាំងអស់មកចាប់ខ្លួនបរិសុទ្ធចំណាស់នេះយកទៅដាក់ទោសបន្ទាប់មកអាចកំបាំងពីអតីតកាលដ៏រន្ធត់របស់គាត់ក៏ចាប់ផ្ដើមលាតត្រដាងបន្តិចម្ដងឆ្មាំគុកធ្លាប់ឆ្ងល់ថាតើគាត់អាចទ្រាំទ្រនឹងការដាក់ទោសដ៏សាហាវបំផុតនិងការឃុំខ្លួនម្នាក់ឯងអស់30ថ្ងៃបានយ៉ាងដូចម្តេចប៉ុន្តែប្រធានរបស់ពួកគេបានប្រាប់ថាប្រសិនបើគាត់ត្រឹមតែសម្លាប់អ្នកទោសធម្មតាម្នាក់នៅក្នុងគុកដែលមនុស្សងាប់រាល់ថ្ងៃនេះនោះវាមិនមែនជារឿងដែលត្រូវយកមកលើកឡើងឬនិយាយឲ្យអ្នកដទៃព្រឺខ្លាចដល់ថ្នាក់នេះឡើយប៉ុន្តែនៅវិនាទីបន្ទាប់រឿងដែលមិនគួរឲ្យជឿក៏បានកើតឡើងបរិសុទ្ធចំណាស់ដែលមើលទៅទន់ខ្សោយបែរជាធ្វើចលនាតែមួយឆាច់យ៉ាងរហ័សបំផុតនៅពេលដែលរាងកាយរបស់វាហោះត្រឡប់លើអាកាសស្រាប់តែភ្នែករបស់វាក៏ប្រែជាងងឹតឈឹងដូចជាត្រូវគេដកយកទៅបាត់អញ្ចឹងពួកអ្នកទោសដែលនៅជុំវិញនោះស្រឡាំងកាំងគ្រប់គ្នាគ្មានអ្នកណាម្នាក់អាចមើលឃើញច្បាស់ឡើយថាមានរឿងអ្វីកើតឡើងមិញនេះអ្វីដែលពួកគេដឹងនៅពេលនេះគឺបរិសុទ្ធចំណាស់ភ្នែកងងឹតដែលនៅពីមុខពួកគេនេះ
ពិតជាមានភាពអាចកំបាំងនិងគួរឲ្យខ្លាចបំផុតភ្លាមនោះសាច់រឿងក៏បានកាត់ទៅកាន់អតីតកាលដ៏រន្ធត់របស់គាត់ដែលត្រូវបានគេទម្លាយចេញមកម្ដងមួយកម្រិតពួកឆ្មាំងគុកធ្លាប់ឆ្ងល់ថាតើគាត់អាចទ្រាំទ្រនឹងការដាក់ទោសដ៏សាហាវបំផុតនិងការឃុំខ្លួនម្នាក់ឯងអស់30ថ្ងៃបានយ៉ាងដូចម្តេចប៉ុន្តែប្រធានរបស់ពួកគេបានប្រាប់ថាប្រសិនបើគាត់ត្រឹមតែសម្លាប់អ្នកទោសធម្មតាម្នាក់នៅក្នុងគុកដែលមនុស្សងាប់រាល់ថ្ងៃនេះនោះវាមិនមែនជារឿងដែលត្រូវយកមកលើកឡើងឬនិយាយឲ្យអ្នកដទៃព្រឺខ្លាចដល់ថ្នាក់នេះឡើយប៉ុន្តែការពិតដ៏ពិតប្រាកដនោះគឺវាអាចធ្វើឲ្យអ្នកគ្រប់គ្នាព្រឺឆ្អឹងខ្នងបានភ្លាមនៅពេលដែលបានដឹងបរិសុទ្ធចំណាស់ម្នាក់នេះបានសម្លាប់អ្នកទោសទាំងអស់នៅក្នុងបន្ទប់ឃុំឃាំងត្រឹមតែមួយយប់ប៉ុណ្ណោះស្លាប់241នាក់គ្មានអ្នកសល់ជីវិតឡើយលេខរបស់គាត់គឺលេខ51ដែលបញ្ជាក់ថាគាត់ជាអ្នកទោសទី51ដែលគេបញ្ជូនមកអ្នកនឹងខ្ញុំចាំមើលទៅគាត់មិនធម្មតាឡើយតោះមកតាមដានរឿងរ៉ាវរបស់បរិសុទ្ធចំណាស់ដែលជាវីរបុរសនៅរស់រានមានជីវិតគាត់មានឈ្មោះថាអាហ្កាឡាស្តូហើយគាត់បានជាប់គុកអស់រយៈពេល64ឆ្នាំមកហើយប៉ុន្តែអ្វីដែលពួកឆ្មាំនឹកស្មានមិនដល់គឺរឿងរ៉ាវដដែលបានកើតឡើងក្នុងគុកនេះម្ដងទៀតបុរសចំណាស់រូបនេះនៅតែមានកម្លាំងខ្លាំងក្លាគួរឲ្យខ្លាចបំផុតពួកអ្នកទោសផ្សេងទៀតទាំងខឹងទាំងខ្លាចបាននាំគ្នាទាញរបស់ក្បែរខ្លួនរួចក៏សម្រុកចូលមកវាយប្រហារគាត់ទាំងអស់គ្នាតែម្ដងពួកគេបានលំពាត់គាត់ហើយស្រែកគំរាមថានឹងសម្លាប់គាត់ឲ្យខាងតែបានពេលនោះមានម្នាក់បានក្រឡេកឃើញវត្ថុមុតស្រួចនៅក្នុងដៃរបស់គាត់គេភ័យខ្លាចខ្លាំងដល់ថ្នាក់ស្ទើរតែលាស់ព្រលឹងចេញពីខ្លួនទៅហើយទោះបីជាត្រូវប្រឈមមុខនឹងមនុស្សរាប់សិបនាក់ដែលលំពាត់ក៏ដោយឥឡូវប្រយ័ត្នណាស់មើលឲ្យច្បាស់គាត់នៅតែស្ងប់ស្ងាត់ហើយធ្វើចលនាលឿនស្លូវរហូតដល់គ្មានអ្នកណាមើលទាន់ឡើយត្រឹមតែមួយបព្រិចភ្នែកប៉ុណ្ណោះអ្នកដែលចូលមកវាយប្រហារគាត់ទាំងអស់បានដេកស្ដុកស្ដឹងនៅលើដីបាត់ទៅហើយអ្វីដែលធ្វើឲ្យពួកគេកាន់តែតក់ស្លុតបំផុតនោះគឺគ្មានអ្នកណាម្នាក់ស្លាប់ឡើយពួកគេគ្រាន់តែបាត់បង់សមត្ថភាពតដៃតែប៉ុណ្ណោះបន្ទាប់មកថមមីក៏ដាច់ចិត្តសួរថាតើគាត់ជាអ្នកណាឲ្យប្រកាសបុរសចំណាស់រូបនេះបានតបវិញយ៉ាងត្រជាក់ស្រេបថាចំនួនមនុស្សមិនមែនជាការវាស់វែងនៃកម្លាំងនោះទេមនុស្សដូចជាពួកគេដែលគ្មានសមត្ថភាពពិតប្រាកដជាត្រូវស្លាប់នៅក្នុងគុកនេះក្នុងពេល1ខែឬ2ខែទៀតជាមិនខានបើចង់ស្លាប់ក៏បន្តមកបញ្ឆេះកំហឹងគាត់ទៀតចោះបន្ទាប់ពីដោះស្រាយរឿងរ៉ាវរួចរាល់អាហ្គក៏បានចាប់ផ្ដើមញ៉ាំអាហាររបស់គាត់វិញសូម្បីតែបបរដែលមានដង្កូវដ៏គួរឲ្យខ្ពើមក៏នៅតែប្រសើរជាងការត្រូវគេបង្ខាំងឲ្យនៅដាច់ដោយឡែកដោយគ្មានអាហារអ្វីសោះដែរគុកដែលមានឈ្មោះថា Solitude នេះត្រូវបានបង្កើតឡើងដោយច្បាប់ដ៏សាហាវឃូឃៅបំផុតអ្នកទោសណាដែលនៅមានជីវិតនៅទីនេះបានគឺមិនមែនជាមនុស្សធម្មតាឡើយហើយបរិសុទ្ធចំណាស់ភ្នែកងងឹតម្នាក់នេះគឺជាមនុស្សដែលគ្រោះថ្នាក់បំផុតនៅក្នុងភាគចុងក្រោយនេះខ្ញុំដឹងថាអ្នកកំពុងគិតអីប៉ុន្តែចាំមើលសិនមានយុវជនម្នាក់ឈ្មោះ Cyril គាត់មានអារម្មណ៍ថាមានថាមពលចម្លែកចេញពីបរិសុទ្ធចំណាស់ម្នាក់នេះអ្វីដែលធ្វើឲ្យគាត់កាន់តែភ័យខ្លាចគឺបរិសុទ្ធចំណាស់រូបនេះបានមើលដឹងភ្លាមថាក្មេងប្រុសនៅក្បែរគាត់មានឈាមជ័រដ៏មានតម្លៃបំផុត Zero ទាំងភ័យទាំងខឹងហើយបានគំរាមបរិសុទ្ធចំណាស់នោះថាកុំឲ្យទម្លាយអាចកំបាំងនេះឲ្យសោះបើមិនដូច្នោះទេគាត់នឹងធ្វើឲ្យបរិសុទ្ធចំណាស់នេះស្លាប់ដោយគ្មានកន្លែងកប់ឡើយប៉ុន្តែគាត់គ្រាន់តែយល់ថាវាជារឿងកំ pl ែងតែប៉ុណ្ណោះគាត់រស់នៅយូរពេកហើយរហូតដល់លែងខ្វល់ពីវាទៅហើយគាត់គ្រាន់តែទទួលស្គាល់ថាវាពិតជាយូរណាស់មកហើយដែលគាត់មិនដែលបានជួបមនុស្សចម្លែកបែបនេះគាត់គ្រាន់តែចង់រាប់អានមិត្តភក្តិប៉ុណ្ណោះហើយក៏គ្មានបំណងទម្លាយអាចកំបាំងរបស់ក្មេងនោះដែរពេលនោះពួកអ្នកទោសដែលចេញទៅរកអាហារបានត្រឡប់មកវិញក្នុងចំណោមពួកគេមានមនុស្សក្បាលរមាសឈ្មោះ Moon Rock មនុស្សក្បាលឥន្ទ្រី Horik និងមនុស្សពាក់កណ្ដាលសัตว์ Goku នៅពេលដែលពួកគេទាំង3នាក់បានឃើញឈាមប្រឡាក់ពេញឥដ្ឋកំហឹងរបស់ពួកគេក៏បានផ្ទុះឡើងភ្លាមពួកគេទើបតែត្រឡប់មកពីធ្វើការធ្ងន់ហើយក៏ឃើញបន្ទប់ដែលធ្លាប់តែស្ងប់ស្ងាត់ប្រែទៅជាមានភាពវឹកវរខ្លាំងបែបនេះរួចក៏ស្រែករោគអ្នកដែលបង្កបញ្ហាចេញមកដោះស្រាយភ្លាមបុរសចំណាស់រូបនេះបានដើរចេញមកយ៉ាងស្ងប់ស្ងាត់ហើយប្រាប់ឈ្មោះរបស់គាត់ថាអាហ្គនៅពេលដែលមុនរកឃើញថាគាត់គ្រាន់តែជាបុរសចំណាស់ម្នាក់ដែលមើលទៅមិនអស្ចារ្យគេក៏មិនខ្វល់ខ្វាយអ្វីទាំងអស់ហើយថែមទាំងបានសោកចំអកឲ្យគាត់ទៀតផងគេថែមទាំងបំរុងនឹងវាយគាត់នៅទីនោះទៀតផងប៉ុន្តែ Horik បានព្យាយាមខាត់គេយ៉ាងលឿននៅពេលដែល Horik ដឹងពីអំណាចដ៏ខ្លាំងក្លារបស់បុរសចំណាស់រូបនេះគាត់ក៏ដឹងភ្លាមថានេះមិនមែនជាមនុស្សដែលពួកគេអាចមើលងាយបានឡើយគាត់បានសុំទោសយ៉ាងរហ័សហើយប្រាប់ថាពួកគេមិនមានបំណងអាក្រក់ឡើយអាហ្គក៏មិនចង់មានរឿងវែងឆ្ងាយជាមួយពួកគេដែរឲ្យតែគ្មានអ្នកណាមកបង្ករឿងមុនគាត់ក៏មិនទៅរករឿងអ្នកណាដោយគ្មានហេតុផលនោះដែរប៉ុន្តែភាពស្ងប់ស្ងាត់នោះមានរយៈពេលខ្លីណាស់នៅពេលដល់ម៉ោងចូលគេងគុកមួយនេះក៏បានចាប់ផ្ដើមដំណើរការប្រព័ន្ធតំណែងដីរបស់វានេះជាភាពរន្ធត់មួយក្នុងចំណោមភាពរន្ធត់ទាំង4នៃគុក Solitude នេះឯងដោយសារឧបករណ៍ដែលបានដាក់ក្នុងខ្លួនអ្នកទោសវាបានសង្កត់ពួកគេឲ្យដេកជាប់នៅលើដីយ៉ាងណែនធ្វើឲ្យពួកគេមិនអាចងើបបានឡើយអ្នកណាដែលចង់ប្រឆាំងនឹងត្រូវឆក់ខ្សែភ្លើងយ៉ាងធ្ងន់ធ្ងរបំផុតអ្វីដែលពួកគេអាចធ្វើបានគឺមានតែខំថ្មិញអត់ធ្មត់ហើយដេកនៅលើឥដ្ឋដ៏ត្រជាក់ដើម្បីទ្រាំទ្រនឹងសម្ពាធដ៏ខ្លាំងក្លានេះតែប៉ុណ្ណោះមនរកនៅតែមានចិត្តខឹងហើយបានសួរទៅកាន់ Horik ថាហេតុអ្វីបានជាខាត់គេមិនឲ្យវាយបុរសចំណាស់នោះសម្ដីបន្ទាប់របស់ Horik បានធ្វើឲ្យមុខរបស់គេប្រែជាស្លេកស្លាំងភ្លាម Horik បានមើលឃើញលេខសម្គាល់នៅលើកញ្ចឹងករបស់បុរសចំណាស់នោះយ៉ាងច្បាស់គឺលេខ51
គុកនេះមានអ្នកទោសជាង 2000 នាក់ហើយគ្រប់គ្នាត្រូវបានផ្ដល់លេខសម្គាល់តាមលំដាប់លំដោយហើយលេខ51នេះមានន័យថាបុរសចំណាស់រូបនេះប្រហែលជាបានជាប់នៅក្នុងគុកនេះតាំងពីពេលវាទើបតែបង្កើតឡើងដំបូងម្ល៉េះគាត់មិនមែនជាអ្នកទោសលំដាប់ទាបដែលទើបតែចូលមកថ្មីថ្មោងដូចជាអ្នកទោសថ្នាក់ទី1ឬទី2នោះឡើយលេខរបស់គាត់តំណាងឲ្យភាពចាស់ទុំនិងភាពគួរឲ្យខ្លាចបំផុតគ្មានអ្នកណាដឹងច្បាស់ថាតើគាត់បាននៅទីនេះយូរប៉ុណ្ណាហើយនោះទេ Monrock ភ័យខ្លាំងរហូតដល់ចង់ទៅសុំទោសគាត់ភ្លាមៗខណៈដែល Horik គ្រាន់តែព្យាយាមលួងចិត្តគេដោយប្រាប់ថា Agor មើលទៅមិនមែនជាមនុស្សដែលចូលចិត្តចង់គំនួអ្វីឡើយប៉ុន្តែគ្រាន់តែគាត់និយាយមិនទាន់ផុតពីមាត់ផងស្រាប់តែមានរឿងកើតឡើងសំឡេងស្រែកយ៉ាងគួរឲ្យរន្ធត់បានបន្លឺឡើងពីខាងក្នុងបន្ទប់ឃុំឃាំងអ្នកទោសរាប់មិនអស់ស្រាប់តែបានប្រែទៅជាខ្មោចឆៅគួរឲ្យខ្លាចជឿខ្ញុំចោះអ្នកពិតជាចង់ដឹងហើយថាតើវានឹងទៅជាយ៉ាងណានៅភាគក្រោយជឿខ្ញុំទៅអ្នកទាំងអស់គ្នានឹងបានឃើញរឿងដ៏រន្ធត់បំផុតនៅពេលដែលគុកនេះប្រែទៅជាឋាននរកហើយសំឡេងច្រឡះចោលក៏បានដាស់អេជើឲ្យភ្ញាក់ឡើងគាត់បានត្រឹមតែជ្រួញចិញ្ចើមដោយមិនពេញចិត្តរួចលួចសៅចំអកឲ្យខ្លួនឯងថាតើមាននរណាមកហ៊ានបើកទ្វារគុកសន្តិសុខកម្រិតខ្ពស់នេះក្នុងអំឡុងពេលដែលគាត់ត្រូវបានគេបង្ខាំងទុកតែម្នាក់ឯងនោះតើអ្នកណាទៅដែលហ៊ានដោះលែងពួកអាសត្វចម្លែកដែលរំខានទាំងនេះចេញមកក្រៅបែបនេះប្លុកពន្ធនាគារដែលទើបតែមានភាពស្ងប់ស្ងាត់បន្តិចបន្តួចនោះពេលនេះបានធ្លាក់ចូលទៅក្នុងភាពវឹកវរដែលមិនធ្លាប់មានពីមុនមកទាល់តែសោះAgorបានងើបអង្គុយយឺតៗខណៈដែលឧបករណ៍ទំនាញភ្លាមៗនោះបានបញ្ចេញចរន្តអគ្គិសនីមកលើរាងកាយរបស់គាត់យ៉ាងខ្លាំងក្លាបំផុតនៅពេលនោះគាត់ដឹងច្បាស់ថាការសម្រាកដ៏ស្ងប់ស្ងាត់នឹងមិនកើតមានទេនៅយប់នេះព្រោះពួកសាកសពរស់បានលេចឡើងដោយគ្មានការព្រមានទុកមុននៅក្នុងភាពច្បោកច្បល់នេះបុរសម្នាក់បានប្រាប់ទៅសើឲ្យប្រញាប់ប្រញាល់ទៅលួនពួននៅពីក្រោយផ្ទាំងថ្មឲ្យជាប់កុំឲ្យពួកវាឃើញបុរសម្នាក់នោះលែងមានពេលទៅគិតពីរឿងអ្វីផ្សេងទៀតឡើយទោះបីជាត្រូវលះបង់ជីវិតខ្លួនឯងក៏ដោយក៏គាត់ត្រូវតែការពារស៊ីរ៉ូឲ្យបានអ្នកគ្រប់គ្នាបានប្រញាប់ប្រញាល់តបតវិញដោយសំឡេងក្រហឹមខណៈពេលដែលព្យាយាមសម្លាប់ពួកសាកសពរស់ទាំងនោះហើយបុរសម្នាក់នោះក៏បានផ្លាស់ប្ដូររូបរាងភ្លាមប៉ុន្តែពួកសាកសពរស់ទាំងនោះនៅតែបន្តកើនឡើងកាន់តែច្រើនទៅច្រើនទោះបីជាពួកគេសម្លាប់អស់ប៉ុន្មានក៏ដោយក៏វាហាក់ដូចជាគ្មានថ្ងៃបញ្ចប់ឡើយនៅពេលនេះពួកមនុស្សសត្វនៅក្នុងពន្ធនាគារនៅតែមានអត្ថប្រយោជន៍ពីធម្មជាតិដូច្នេះពួកគេយ៉ាងហោចណាស់ក៏អាចទ្រាំទ្រនឹងប្រព័ន្ធប្រឆាំងការឈើបានដែរចំណែកអ្នកទោសធម្មតាវិញគឺស្ទើរតែគ្មានកម្លាំងដើម្បីទប់ទល់ឡើយប្រសិនបើវានៅតែបន្តបែបនេះពួកគេម្នាក់ៗនឹងក្លាយទៅជាសាកសពរស់ជាមិនខាននៅទីនេះហើយដែលរឿងកាន់តែចម្លែកឡើងអ្នកទាំងអស់គ្នាផ្ដោតអារម្មណ៍មើលបន្តិចព្រោះពួកសាកសពរស់ទាំងនេះអាចមិនខ្វល់នឹងប្រព័ន្ធប្រឆាំងការឈូទាល់តែសោះលុះត្រាតែមាននរណាម្នាក់ដឹងខ្លួនឡើងទើបពួកគេដឹងថាពួកសត្វចម្លែកទាំងនេះមិនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រព័ន្ធតាំងពីដំបូងមកម្ល៉េះហើយការដឹងការពិតមួយនេះក៏កាន់តែធ្វើឲ្យគ្រប់គ្នាធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹមនិងកាន់តែភ័យខ្លាចខ្លាំងឡើងជាងពេលណាទាំងអស់មុនពេលដែលរលកសាកសពរស់ដំបូងត្រូវបានបង្ក្រាបផងនោះហ្វូងសាកសពរស់ថ្មីមួយទៀតក៏បានសម្រុកចូលមកយ៉ាងសន្ធាប់ម្ដងទៀតយ៉ាងរហ័សការបង្ក្រាបឥតឈប់ឈរនៃប្រព័ន្ធប្រឆាំងការឈរបានរុញច្រានកម្លាំងរបស់អ្នកគ្រប់គ្នាឲ្យធ្លាក់ដល់ចំណុចជិតដាច់ខ្យល់ទៅហើយនៅពេលនេះដោយសារមានការឡោមព័ទ្ធគ្រប់ទិសទីនិងគ្មានផ្លូវចេញនោះអ្នកគ្រប់គ្នាជឿជាក់ថាលើកនេះពួកគេប្រកាសជាស្លាប់ជាមិនខានឡើយភ្លាមនោះអេជើក៏បានឈានជើងចូលមកជួយចរន្តអគ្គិសនីបានផ្ទុះឡើងពេញរាងកាយរបស់គាត់ខណៈពេលដែលគាត់បុកទម្លុះចូលទៅក្នុងហ្វូងសាកសពរស់ចំពោះគាត់វិញពួកសាកសពរស់ទាំងនោះគឺមិនខុសពីស្រូវនៅក្នុងស្រែដែលត្រូវបានគេច្រូតកាត់ម្ដងមួយរលកយ៉ាងងាយស្រួលបំផុតនោះទេនៅក្នុងភ្នែករបស់គាត់ពួកវាគ្រាន់តែជាផ្លែឪឡឹកដែលឈរនៅស្ងៀមរងចាំការវាយកំទេចចោលតែប៉ុណ្ណោះគ្មានអ្វីដែលគួរឲ្យខ្លាចទាល់តែសោះកម្លាំងដ៏ខ្លាំងក្លាមិនគួរឲ្យជឿនោះបានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងហើយពួកគេស្ទើរតែមិនជឿនឹងអ្វីដែលពួកគេកំពុងតែមើលឃើញនឹងភ្នែកបែបនេះ Agor បានក្រឡេកមើលទៅ Monroe និង Horik ហើយនិយាយយ៉ាងស្ងប់ស្ងាត់ថាសំណាងហើយដែលអ្នកទាំងពីរមិនត្រូវបានចែកជញ្ជក់ឈាមខំពួកគេទាំងពីរបានដួលទៅលើដីដោយភាពភ័យខ្លាចហើយក៏បានប្រញាប់ប្រញាល់សួរគាត់ថាហេតុអីបានជាគាត់សុកចិត្តជួយសង្គ្រោះពួកគេបែបនេះ Agor គ្រាន់តែឆ្លើយតបយ៉ាងខ្លីថាគាត់គ្រាន់តែមិនចង់ឲ្យរឿងរ៉ាវទាំងនេះវាកាន់តែមានភាពស្មុគស្មាញនិងរំខានដល់គាត់តែប៉ុណ្ណោះម្យ៉ាងវិញទៀតពួកមនុស្សសត្វគឺខ្លាំងជាងអ្នកទោសធម្មតាទៅហើយប្រសិនបើពួកគេខ្លាយជាសាកសពរស់វានឹងកាន់តែពិបាកដោះស្រាយខ្លាំងណាស់នោះគឺជាមូលហេតុពិតប្រាកដដែលគាត់ចូលអន្តរាគមន៍ប៉ុន្តែមុនពេលសម្ដីគាត់បញ្ចប់ផងនោះបុរសសត្វ Goku ក៏ស្រាប់តែបំផ្លាញខ្លួនដែរ Agor បានដកដង្ហើមធំដោយការសោកស្ដាយដែលចុងក្រោយគាត់មិនអាចជួយសង្គ្រោះគេបានរួចក៏និយាយថាវាពិតជាយូរណាស់ហើយដែលមិនបានវិជាមួយមនុស្សសត្វប៉ុន្តែនៅវិនាទីបន្ទាប់ Agor ក៏បានធ្វើសកម្មភាពភ្លាមនិងបានវាយប្រហារទៅលើ Goku ឲ្យរងរបួសហូរឈាមពេញខ្លួនតែម្ដងទោះបីជាភ្នែករបស់គាត់មើលមិនឃើញក៏ដោយប៉ុន្តែរាល់ចលនារបស់គាត់គឺនៅតែរហ័សនិងច្បាស់លាស់បំផុតក្នុងការគេចចេញពីការវាយប្រហារទាំងអស់ Horik មានអារម្មណ៍ថាទស្សនវិជ្ជាទាំងមូលនេះពិតជាចម្លែកខ្លាំងណាស់ប៉ុន្តែវាកាន់តែធ្វើឲ្យភាពស្ងប់ស្ងាត់ក្នុងការប្រយុទ្ធរបស់ Agor កាន់តែលេចធ្លោឡើងសូម្បីតែប្រព័ន្ធទំនាញដីក៏ស្ទើរតែមិនប៉ះពាល់ដល់គាត់ដែរហើយនៅក្នុងភាពចលាចលនោះ Goku ក៏បានផ្លាស់ប្ដូររូបរាងទៅជាសត្វឆ្កែ Doberman ប៉ុន្តែនៅក្នុងក្រសែភ្នែករបស់ Agor ទោះបីជាប្ដូររូបរាងជាសត្វក៏គ្មានអ្វីប្រែប្រួលដែររាងកាយកាន់តែធំកាន់តែបង្ហាញចំណុចខ្សោយកាន់តែច្រើនខ្ញុំដឹងថាអ្នកទាំងអស់គ្នាក៏គិតដូច Horik ដែរថាមនុស្សម្នាក់នេះពិតជាមិនធម្មតាមែនព្រោះគាត់គិតថាបើចង់រស់ត្រូវតែដើរតាមអេចាប្រសិនបើគាត់ចង់មានជីវិតរស់រានមានជីវិតនៅក្នុងគុកដែលគេហៅថាភាពឯកោនេះនោះផ្លូវតែមួយគត់គឺត្រូវដើរតាមបុរសដែលនៅចំពោះមុខគាត់
អ្នកផ្សេងទៀតនៅតែខិតខំតស៊ូប្រឆាំងនឹងពួកសាកសពរស់ខណៈពេលដែល Ager ស្រាប់តែងាកក្រោយហាក់ដូចជាគាត់រៀបនឹងចាក់ចេញទៅវិញបាត់ទៅហើយ Horik បានប្រញាប់ហៅឲ្យគាត់ឈប់ប៉ុន្តែនៅវិនាទីបន្ទាប់ Ager បែរជាស្ទុះចូលទៅក្នុងហ្វូងសាកសពរស់នៅម្ខាងទៀតយ៉ាងលឿនបំផុតជាមួយនឹងកម្លាំងដ៏មហិមាដូចរន្ទះបាញ់គាត់បានកំទេចពួកវាទាំងអស់ចោលតែម្ដងដែលធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងសកម្មភាពនោះបានធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់និងចង់ដឹងកាន់តែខ្លាំងអំពីអត្តសញ្ញាណពិតប្រាកដរបស់បុរសចំណាស់ដ៏ខ្លាំងពូកែម្នាក់នេះមិនយូរប៉ុន្មានបន្ទាប់ពីនោះការរាប់ចំនួនអ្នកទោសពេលព្រឹកក៏បានចាប់ផ្ដើមឡើងដោយចេញពីប្លុកដែលមានអ្នកទោស94នាក់ប៉ុន្តែមានតែ14នាក់ប៉ុណ្ណោះដែលនៅរស់ចំណែកឯ80នាក់ទៀតបានស្លាប់ហើយមិនយូរប៉ុន្មានទីនេះនឹងមានអ្នកទោសថ្មីនៅពេលដែលអ្នកទោសថ្មីត្រូវបានគេនាំចូលមកហើយបានឃើញសាកសពនៅរាយប៉ាយគ្រប់កន្លែងបែបនេះពួកគេក៏មានការភ័យស្លន់ស្លោជាខ្លាំងចំណែកអ្នកដែលនៅរស់រានមានជីវិតវិញក្រោយពីឆ្លងកាត់ការប្រយុទ្ធពេញមួយយប់ដ៏បង្ហូរឈាមនោះពួកគេគឺអស់កម្លាំងលែងចង់ខ្វល់ពីអ្វីទាំងអស់ពួកគេបានត្រឹមតែដេកដួលនៅកន្លែងដែលពួកគេនៅដើម្បីដកដង្ហើមយកកម្លាំងហើយការរាប់ចំនួនក៏បានបញ្ចប់ទៅយ៉ាងប្រញាប់ប្រញាល់បំផុតតោះចាំមើលទាំងអស់គ្នាថាតើអ្វីដែលពួកគេគិតនោះវាត្រឹមត្រូវឬអត់បន្ទាប់ពីគ្រប់គ្នាស្មានថាពេលសម្រាប់ពួកសាកសពរស់អស់ហើយនឹងមានសមត្ថភាពនោះតោះអ្នកទាំងអស់គ្នាមកមើលលោកតា Ager ហក់ចូលទៅក្នុងតំបន់គ្រោះថ្នាក់បំផុតនៃគុកនេះខណៈដែលពួកចៃខ្មោចឆៅដ៏សាហាវកំពុងតែរាតត្បាតពេញទីនេះគាត់ដើរសម្ដៅទៅខ្លោងទ្វារធំនៅជ្រៅក្នុងគុកដែលជាកន្លែងអាតកំបាំងបំផុតហើយគ្មាននរណាម្នាក់ហ៊ានឈានជើងចូលឡើយ Ager រុញទ្វារនោះយ៉ាងងាយធ្វើឲ្យអ្នកទោសឯទៀតចង់ដើរតាមប៉ុន្តែ Horik បានស្រែកហាមពួកគេភ្លាមតែម្ដងគាត់ព្រមានថាអ្នកដែលចេញតាមទ្វារនោះមិនដែលត្រឡប់មកវិញរស់ទេព្រោះអ្វីដែលនៅខាងក្នុងគឺគួរឲ្យខ្លាចបំផុតច្រករបៀងនោះលាក់អាតកំបាំងដែលអាចសម្លាប់ពួកគេទាំងអស់បានយ៉ាងងាយស្រួលបំផុតដោយមិនបាច់ប្រើកម្លាំងបន្តិចឡើយទោះជាពួកគេខ្លាំងប៉ុណ្ណាក៏ដោយនៅពេល Ager ចូលទៅដល់គាត់ស្រាប់តែឃើញថាអ្នកមកសួរសុខទុក្ខនោះគឺជា Goblin ដែលស្ពាយកញ្ចប់ធំមួយនៅលើខ្នងរបស់វាសើចហើយនិយាយថាឲ្យតែ Ager ឮសំឡេងវានោះគាត់ប្រកាសជាចេញមកជួបវាជាមិនខានឡើយព្រោះជាមិត្តចាស់នឹងគ្នាវាឈ្មោះ Jacob ជាសិស្សបញ្ចប់ការសិក្សាម្នាក់ដែលល្បីខាងជំនួញនិងត្រូវបានគេស្គាល់ថាជាតារាអមតៈនៅក្នុងពិភព manga នេះដោយពាក្យគេថា Goblin គឺនៅអមតៈជានិច្ចចំណែកពិភពលោក 2D គ្រាន់តែជាកន្លែងវិលចុះឡើងសម្រាប់ពួកគេប៉ុណ្ណោះ Jacob សារភាពថាវាបានចំណាយមាស5កាក់ទៅពួកជ្រូកយាមគុកដើម្បីស៊ើបរកកន្លែងស្នាក់នៅរបស់លោកតា Ager ឲ្យឃើញទោះវាធ្ងោថាពួកជ្រូកនោះលោភលន់ជាងមុនក៏ដោយប៉ុន្តែដើម្បីបានជួបលោកតាការចំណាយប៉ុណ្ណឹងគឺមិនមែនជាបញ្ហាធំឡើយ Ager ដឹងទាន់ភ្លាមថា Jacob មកទីនេះគឺដើម្បីសុំផែនទីគុកជាថ្មីហើយវាក៏ទទួលស្គាល់រឿងនេះដោយត្រង់តែម្ដងប្រយ័ត្នឲ្យមែនទែនព្រោះរចនាសម្ព័ន្ធគុកនេះផ្លាស់ប្ដូររូបរាងរាល់2ថ្ងៃម្ដងធ្វើឲ្យគ្មាននរណាអាចចាំផ្លូវបានឡើយមានតែ Ager ម្នាក់គត់ដែលអាចយល់ពីរចនាសម្ព័ន្ធគុកទាំងមូលបានតាមរយៈវិញ្ញាណពិសេសដែល Jacob តែងតែកោតសរសើរជានិច្ចសមត្ថភាពដ៏អស្ចារ្យនេះបានធ្វើឲ្យ Jacob មានការកោតសរសើរចំពោះលោកតាជាខ្លាំងចេញពីបេះដូងរបស់វាផ្ទាល់តែម្ដង Ager មិនបង្អង់យូរឡើយគាត់ក៏គូផែនទីឲ្យភ្លាមដែលធ្វើឲ្យ Jacob សប្បាយចិត្តនិងចង់ជួយលោកតានៅអ្វីគ្រប់យ៉ាងលោកតាគ្រាន់តែសួរដោយស្ងប់ស្ងាត់ថាតើមានអាហារធម្មតាសម្រាប់មនុស្សញ៉ាំដែរឬទេហើយ Jacob ក៏យល់ព្រមភ្លាមវាក៏មានអារម្មណ៍អៀនខ្មាស់បន្តិចដែរដែលមានតែអាហារសាមញ្ញបែបនេះសម្រាប់ដូរនឹងផែនទីដ៏មានតម្លៃរបស់លោកតាមកមើលទាំងអស់គ្នារឿងនេះកាន់តែជក់ចិត្តហើយនៅពេល Jacob ប្រគល់ព័ត៌មានសម្ងាត់ឲ្យ Ager លើកនេះសត្វដែលត្រូវគេកោះហៅមកគឺជាប្រភេទដែលពិបាកដោះស្រាយនិងបង្កបញ្ហាបំផុតនៅក្នុងគុកនេះតែម្ដង Ager បារម្ភបន្តិចនៅពេលលើកបែបនេះប៉ុន្តែគាត់ក៏អរគុណ Jacob សម្រាប់ការដាស់តឿនទុកជាមុនពីគ្រោះថ្នាក់នេះព្រោះការកោះហៅនេះមិនដែលមានការវិភាគច្បាស់លាស់ឡើយហើយគាត់ក៏មិនដែលដឹងពីពេលវេលាពិតប្រាកដដែលវាកើតឡើងដែរ Jacob ក៏សួរនាំដោយបារម្ភថាតើលោកតាត្រូវបានពួកអ្នកទោសឯទៀតមករំខានឬបង្កបញ្ហាដាក់គាត់ក្នុងពេលថ្មីៗនេះដែរឬទេនៅពេលដឹងថាពួកនោះនៅស្ងៀមស្ងាត់ Jacob ក៏លាទៅវិញយ៉ាងធូរចិត្តបន្ទាប់ពីពួកគេផ្ដាំផ្ញើឲ្យប្រយ័ត្នខ្លួនរៀងៗខ្លួនក្រោយ Jacob ចាកចេញទៅ Ager ក៏ធ្លាក់ក្នុងអន្លង់គំនិតពីការរៀបចំដ៏មានល្បិចរបស់មេគុកមកលើរូបគាត់មេគុកប្រហែលជាចង់ឲ្យគាត់ការពារទំនិញពិសេសហើយទំនិញនោះអាចជាក្មេងប្រុសម្នាក់ដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ប៉ុន្តែគាត់គិតថាវាមិនមែនជារឿងអាក្រក់ឡើយព្រោះរាងកាយរបស់គាត់ពេលនេះមិនរឹងមាំដូចពីមុនទៀតឡើយនៅពេល Ager ត្រឡប់មកវិញក្លិនសាច់អាំងដ៏ឈ្ងុយឈ្ងប់បានភាយពេញខ្យល់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនិងស្រេកឃ្លានជាខ្លាំងជឿខ្ញុំចោះគ្រាន់តែក្លិនសាច់អាំងមួយនេះក៏អាចធ្វើឲ្យពួកអ្នកទោសលោភលន់ទាំងអស់នេះឈួតរហូតដល់ចង់ដណ្ដើមគ្នាដែរពួកគេស្រែកថាក្នុងគុកនេះគ្មានរបស់ឯងឬរបស់អញឡើយនរណាដណ្ដើមបានមុនគឺជាម្ចាស់របស់វាភ្លាមនៅពេលចំនួនហៀបនឹងផ្ទុះឡើង Horik និង Monroe បានចេញមកស្រែកឃាត់និងស្ដីបន្ទោសពួកអ្នកទោសទាំងនោះភ្លាមតែម្ដងពួកគេបានព្រមានអ្នករាល់គ្នាកុំឲ្យហ៊ានប្រវោកឬបង្កបញ្ហាដល់ Ager បើមិនចង់ស្ដាយក្រោយពេញមួយជីវិតឡើយពួកអ្នកទោសដែលធ្លាប់តែអួតអាងក៏មានអារម្មណ៍ភ័យខ្លាចរហូតមិនហ៊ានធ្វើសកម្មភាពអ្វីទាំងអស់ចំពោះលោកតាឡើយ Zoro នៅតែមិនអាចទប់ចិត្តចង់ដឹងបានក៏សួរ Ager ថាតើអាហារដ៏មានតម្លៃនេះបានមកពីប្រភពណាឲ្យពិតប្រាកដប៉ុន្តែ Ager មិនបានឆ្លើយឡើយគាត់គ្រាន់តែហៅ Zoro ឲ្យមកញ៉ាំជាមួយគ្នាខណៈដែលសាច់នោះនៅតែក្តៅឈ្ងុយឆ្ងប់ក្រោយពេលញ៉ាំរួច Monroe បានអរគុណ Ager សម្រាប់អាហារនិងការជួយសង្គ្រោះពួកគេពីពួកខ្មោចឆៅកាលពីយប់មិញប៉ុន្តែ Ager និយាយដោយត្រង់ថាការមានជីវិតរស់នៅក្នុងគុកនេះមិនមែនជារឿងដែលត្រូវអរគុណឬសប្បាយចិត្តឡើយព្រោះកន្លែងនេះអាចធ្វើឲ្យជីវិតក្លាយជាបណ្ដាសា
ប៉ុន្តែគាត់នៅតែអាចមានអារម្មណ៍ពីឆន្ទៈចង់រស់ដ៏ខ្លាំងក្លារបស់ពួកគេគាត់ក៏បានសួរទៅកាន់គ្រប់គ្នាថាក្នុងកន្លែងដែលដូចជានរកបែបនេះតើពួកគេពិតជាចង់រស់នៅបន្តទៀតមែនទេមុនរុកនិងអ្នកឯទៀតឆ្លើយយ៉ាងរហ័សថាសភាវគតនៃការរស់រានគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតមនុស្សគ្រប់រូប Ager សួរបន្តថាចុះបើថ្ងៃណាមួយសភាវគតនោះបែរជាជំរុញឲ្យពួកគេដើរទៅរកសេចក្តីស្លាប់វិញតើគិតយ៉ាងណាព្រោះគុកនេះនឹងធ្វើឲ្យមនុស្សប្រាថ្នាចង់ស្លាប់តើពួកគេនៅតែតស៊ូរស់នៅទៀតទេនៅពេលថ្ងៃនោះមកដល់ពិតមែនផ្នែករបស់ពួកគេពោពេញដោយការបដិញ្ញាចិត្តយ៉ាងច្បាស់លាស់ហើយមុនរោនិយាយថាគាត់នឹងមិនស្លាប់ដោយអត់ប្រយោជន៍ឡើយពួកគេចង់តស៊ូឲ្យដល់ទីបំផុតទោះជាត្រូវជួបឧបសគ្គអ្វីក៏ដោយនៅក្នុងគុកដ៏ខ្មៅងងឹតនិងព្រៃផ្សៃមួយនេះមុនរោនិយាយថាគាត់មិនព្រមស្លាប់ចោលមកសៀតក្នុងគុកនេះទេហើយនេះជាមេរៀនដែលយើងគួរចងចាំទាំងអស់គ្នាមកមើលជាមួយខ្ញុំនៅរឿងរ៉ាវក្មេងប្រុសម្នាក់ដែលចង់ទៅផ្ទះវិញហើយវាបានធ្វើឲ្យ Ager ដាច់ចិត្តជួយ Ager ប្រាប់ថាគាត់មានការសន្យាមួយដែលជាប់ជំពាក់អស់66ឆ្នាំហើយពេលនេះពេលកំណត់របស់វាគឺចិត្តមកដល់ហើយគាត់ត្រូវការគ្នាដើម្បីសម្រេចគោលដៅនេះហើយថ្ងៃនេះការកោះហៅក្នុងពន្ធនាគារនឹងមកដល់គ្រប់គ្នាត្រូវត្រៀមខ្លួនមិនយូរប៉ុន្មានអ្នកទោសថ្មីត្រូវបានបង្ខំឲ្យទៅបោសសម្អាតសាកសពដែលស្អុយរលួយដែលនៅរាយប៉ាយពេញពន្ធនាគារតែម្ដងមូលហេតុគឺសាមញ្ញណាស់សាកសពទាំងនោះអាចបង្កឲ្យមានជំងឺឆ្លងហើយក្លិនស្អុយរបស់វាគឺពិបាកទ្រាំបំផុតសម្រាប់គ្រប់គ្នាអ្នកខ្លះក៏បានត្រឹមតែរអ៊ូទាំថាមកពីពួកគេខ្សោយពេកទើបបានជាត្រូវមកទទួលធ្វើការងារដ៏កខ្វក់បែបនេះអ្នកខ្លះទៀតឮពាក្យចចាមអារ៉ាមថាសាកសពទាំងអស់នេះគឺជាស្នាដៃដែលធ្វើឡើងដោយបុរសចំណាស់ម្នាក់តែប៉ុណ្ណោះប៉ុន្តែពួកគេមិនជឿឡើយព្រោះមិនគិតថាមាននរណាម្នាក់អាចមានភាពគួរឲ្យខ្លាចដល់ថ្នាក់នោះទេមែនទេចាំមើលឲ្យច្បាស់ព្រោះបរិយាកាសនៅជុំវិញស្រាប់តែប្រែប្រួលហើយក្បាលមនុស្សរស់ជាច្រើនបានលេចឡើងមកភ្លាមគ្រប់គ្នាបានផ្អើលឆៅឡៅឡើងភ្លាមហើយក៏នាំគ្នាថយក្រោយទាំងភ័យញាប់ញ័រនៅក្នុងមន្ទីរឃុំឃាំងនោះ Horik បានសួរ Ager ថាតើនេះជាការកោះហៅមែនទេ Ager ក៏បានឆ្លើយតបទៅវិញយ៉ាងស្ងប់ស្ងាត់បំផុតគាត់ប្រាប់ថាពួកវាគ្រាន់តែជាអ្នកសម្អាតពន្ធនាគារដែលមានតួនាទីសម្រាប់ចាត់ការសម្រាមនិងសាកសពដែលស្អុយរលួយពួកវាមិនមែនជាសត្វគ្រោះថ្នាក់ទេប៉ុន្តែបើមានការវាយប្រហារពួកវានឹងខឹងខ្លាំងដូច្នេះត្រូវតែប្រុងប្រយ័ត្នក្រោយរឿងរ៉ាវស្ងប់ស្ងាត់បន្តិច Ager ក៏បានសួរនាំអំពីកិច្ចការដែលគាត់បានដាក់ឲ្យធ្វើតាំងពីពេលមុនមកនៅពេលដែលគាត់បានដឹងថាគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់គាត់ហាក់មានការពេញចិត្តជាខ្លាំងចំពោះរឿងនេះគាត់បានហៅគ្រប់គ្នាឲ្យត្រឡប់មកវិញដើម្បីត្រៀមខ្លួនសម្រាប់អ្វីដែលនឹងអាចកើតឡើងនៅពេលបន្ទាប់ទៀតតាមផ្លូវត្រឡប់ទៅវិញអ្នកខ្លះនៅតែមានអារម្មណ៍ភ័យខ្លាចចំពោះក្លិនស្អុយនៃសាកសពទាំងនោះនៅឡើយទេមិត្តភ័ក្តិរបស់ពួកគេបានត្រឹមតែលួងលោមថាបើចង់រស់ក្នុងពន្ធនាគារនេះគឺត្រូវតែស៊ាំជាមួយវាឲ្យបានឆាប់ប៉ុន្តែមិនទាន់ផុតសម្ដីផងសម្លេងរំខានថ្មីក៏បានកើតឡើងហើយមានអ្វីមួយយ៉ាងត្រូវបានគេកោះហៅមកម្ដងទៀតនៅពេលគ្រប់គ្នាបានងើបមើលក៏ស្រាប់តែមានអារម្មណ៍ភ័យតក់ស្លុតចំពោះសត្វចម្លែកដ៏ធំដែលនៅពីមុខពួកគេខ្ញុំដឹងថាអ្នកកំពុងគិតអ្វីប៉ុន្តែនេះមិនមែនជាសត្វធម្មតាទេវាគឺជា Fire Salamander ដ៏សាហាវបំផុតអណ្ដាតភ្លើងបានឆាបឆេះពេញទីកន្លែងធ្វើឲ្យមនុស្សម្នារត់ខ្ចាត់ខ្ចាយហើយពាក់កណ្ដាលត្រូវបានស្លាប់ក្នុងសមុទ្រភ្លើងនោះពេលនោះទើបគ្រប់គ្នាដឹងថាវាជា Fire Salamander ដែលជាប់បណ្ដាសានិងជាសត្វដែលពិបាកនឹងទប់ទល់បំផុតនៅចំពោះមុខអណ្ដាតភ្លើងដ៏ខ្លាំងក្លានេះក្តីអស់សង្ឃឹមបានកើតឡើងក្នុងចិត្តរបស់មនុស្សគ្រប់គ្នាចំណែក Horik វិញបានសង្ងំនៅក្រោយផ្ទាំងថ្មធំមួយទាំងបែកញើសជោកនិងនិយាយចេញមកទាំងញ័រមាត់គាត់សួរទាំងភ័យខ្លាចថាតើនេះជាសត្វដែលលោកបាននិយាយមែនទេអាសត្វ Fire Salamander នឹងមែនទេផ្ទុយទៅវិញមានតែ Ager ម្នាក់គត់ដែលនៅស្ងប់ស្ងាត់ហើយបានប្រាប់គ្រប់គ្នាកុំឲ្យមានការស្លន់ស្លោឡើយយើងបានរៀបចំរួចជាស្រេចហើយឲ្យតែធ្វើតាមការណែនាំរបស់ខ្ញុំពួកយើងនឹងមានឱកាសរស់រានមានជីវិតជាក់ជាមិនខានភ្លាមនោះសត្វ Fire Salamander ក៏បានស្ទុះសម្ដៅមករកក្រុមរបស់ពួកគេយ៉ាងលឿនបំផុតតែម្ដង Ager ព្រមានភ្លាមតែនៅពេលវាហាមវានឹងបញ្ចេញអណ្ដាតភ្លើងដែលមានចម្ងាយរហូតដល់10ម៉ែត្រឯណោះនៅពេលវាបង្ហាញខ្លួនគ្រប់គ្នាត្រូវតែទៅពួននៅពីក្រោយផ្ទាំងថ្មឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានទោះបីជាត្រូវរលាកខ្លះក៏គ្រាន់បើជាងបាត់បង់ជីវិតដែរសំខាន់ត្រូវតែសម្លឹងមើលក្បាលរបស់វាឲ្យបានជាប់ទើបតែពេលនេះទេដែលគ្រប់គ្នាដឹងថាថ្មនៅក្នុងបន្ទប់ត្រូវបានរៀបចំធ្វើជារបាំងការពារភ្លើងយ៉ាងមានប្រសិទ្ធភាពគ្មាននរណាម្នាក់យល់ថាហេតុអីបុរសចំណាស់រូបនេះរៀបចំទុកមុនទេប៉ុន្តែពួកគេអរគុណដែលវាបានជួយជីវិតពួកគេក្នុងភាពច្របូកច្របល់មនរកចង់បដូរកន្លែងជាមួយ Horik ប៉ុន្តែត្រូវបាន Horik បដិសេធចោលភ្លាមតែម្ដងនៅខណៈពេលដ៏សំខាន់នោះស្រាប់តែគាត់សម្គាល់ឃើញថាមានដំណក់ទឹកកំពុងតែស្រក់ចុះមកពីលើដំបូលគ្រប់គ្នាធ្វើតាមបញ្ជារបស់គាត់ដោយយកទឹកលាយជាមួយដីធ្វើជាភក់រួចគប់ទៅលើសត្វចម្លែកនោះយ៉ាងខ្លាំងដំបូងឡើយគ្មាននរណាម្នាក់យល់ពីប្រយោជន៍នៃភក់នោះទេរហូតដល់សម្លេងបុរសចំណាស់បានបន្លឺឡើងទោះបីជា Fire Salamander គឺជាសត្វចម្លែកដ៏សាហាវក៏ដោយក៏វានៅតែត្រូវការដកដង្ហើមតាមរយៈស្បែករបស់វាជានិច្ចភក់នឹងធ្វើឲ្យវាពិបាកដកដង្ហើមធ្វើឲ្យចលនាយឺតជាងមុនហើយថែមទាំងអាចបិទភ្នែករបស់វាបានទៀតផងជាលទ្ធផលភក់បានជួយយ៉ាងច្រើនដូចអ្វីដែលគាត់និយាយមែនហើយការវាយប្រហាររបស់សត្វចម្លែកនោះចាប់ផ្ដើមចុកខ្សោយ Ager ចាប់យកឱកាសដ៏ល្អនេះហើយបានស្ទុះទៅវាយប្រហារយ៉ាងខ្លាំងក្លាបំផុតទៅលើសត្វចម្លែកនោះភ្លាមមិនយូរប៉ុន្មានគាត់ក៏អាចបង្ក្រាបសត្វចម្លែកដ៏គួរឲ្យខ្លាចនេះបានយ៉ាងជោគជ័យបំផុតនៅចំពោះមុខគ្រប់គ្នាក្នុងចិត្តគ្រប់គ្នាមានអារម្មណ៍ធូរស្រាល
បើគ្មានជំនួយពីបុរសចំណាស់ទេពួកគេប្រកាសជាស្លាប់ក្នុងស្ថានភាពបែបនេះហើយជឿខ្ញុំចុះអ្នកនិងខ្ញុំទើបតែឃើញការចាប់ផ្ដើមនៃរឿងរ៉ាវដ៏អស្ចារ្យដែលមិនគួររំលងឡើយត្រៀមខ្លួនឲ្យរួចរាល់ពួកយើងនឹងទៅមើលឈុតដែលគ្រប់គ្នាស្មានថាមានសុវត្ថិភាពប៉ុន្តែការពិតគឺផ្ទុយស្រឡះការផ្លាស់ប្ដូរទម្រង់ថ្មីមួយទៀតបានផ្ទុះឡើងភ្លាមរលកនៃការកោះហៅថ្មីបានកើតឡើងហើយសំឡេងស្រែកយ៉ាងខ្លាំងបានធ្វើឲ្យបេះដូងគ្រប់គ្នាភ័យរន្ធត់ញាប់ញ័រមានម្នាក់ស្រែកដោយភាពភ័យខ្លាចដោយឆ្ងល់ថាតើសត្វចម្លែកដូចជា Fire Salamander នឹងលិតមុខមកម្ដងទៀតឬយ៉ាងណាទាំងជាប្រតិចស្ថានភាពដ៏អាក្រក់នេះខណៈផ្ទៃមុខប្រែជាស្លេកស្លាំងនៅពេលឮសំឡេងនោះ Acker បានវិតម្លៃភ្លាមថាយ៉ាងហោចណាស់មានសត្វចម្លែកចំនួន10ក្បាលទើបតែត្រូវបានកោះហៅភាពអស់សង្ឃឹមបានគ្របដណ្ដប់ម្ដងទៀតលើក្រុមនេះហើយគ្មាននរណាម្នាក់អាចប្រកាសថាពួកគេនឹងរស់រានមានជីវិតឡើយការកាប់សម្លាប់ជុំថ្មីហៀបនឹងចាប់ផ្ដើមទោះជាយ៉ាងណាក៏ដោយអាកូនៅតែមានភាពស្ងប់ស្ងាត់បំផុតគាត់បានយល់ថាការដោះស្រាយជាមួយ Fire Salamander នៅក្នុងបន្ទប់ឃុំឃាំងតាមពិតវាមិនពិបាកប៉ុន្មានទេប៉ុន្តែពេលនេះបរិយាកាសជុំវិញពួកគេបានប្រែទៅជាសមុទ្រភ្លើងទាំងស្រុងបាត់ទៅហើយ Sir ត្រូវបានរុញទៅក្រោយដើម្បីការពារខណៈដែល Horik បានសួរយ៉ាងលឿនថាតើពួកគេគួរតែបន្តអនុវត្តតាមវិធីសាស្ត្រដូចមុនទៀតឬទេប៉ុន្តែ Acker បានក្រវីក្បាលហើយនិយាយយ៉ាងត្រង់ថាលើកនេះវាពិបាកនឹងរក្សាជីវិតគ្រប់គ្នាណាឥឡូវនេះសូមតាមដានឲ្យច្បាស់ព្រោះ Acker ហ៊ាននឹងសម្រេចចិត្តធ្វើរឿងមួយដែលស្ដាប់ទៅដូចជាចង់ទៅរកសេចក្តីស្លាប់អញ្ចឹងគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេទាំងអស់គ្នាបានចោទសួរគាត់ព្រោះកាលពីមុនបរិសុទ្ធចំណាស់បានប្រាប់យ៉ាងច្បាស់ថាច្រករបៀងនោះមានគ្រោះថ្នាក់ជាងតំបន់បន្ទប់ឃុំឃាំងទៅទៀតចុះហេតុអ្វីបានជាគាត់ដឹកនាំគ្រប់គ្នាទៅទីនោះវិញប៉ុន្តែបរិសុទ្ធចំណាស់មិនបានពន្យល់អ្វីទាំងអស់គាត់ទ្រាំតែសម្រុកចេញទៅមុនគេ Horik ប្រញាប់ប្រញាល់ដាស់តៀនមិនរោឲ្យប្រុងស្មារតីនិងដើរតាមព្រោះនៅពេលនេះការនៅក្បែរបរិសុទ្ធចំណាស់ Acker គឺជាជំរើសដែលមានសុវត្ថិភាពបំផុតដោយនឹកឃើញថាពួកគេពិតជាមិនចង់ស្លាប់ដោយឥតប្រយោជន៍នៅក្នុងទីកន្លែងនេះគ្រប់គ្នាបានត្រឹមតែខំធ្មេញដើរតាមប៉ុណ្ណោះដោយមាន Acker ជាអ្នកបើកផ្លូវនៅខាងមុខពួកគេបានរត់គេចយ៉ាងអស់សង្ឃឹមហើយចុងក្រោយក៏បានទៅដល់ច្រករបៀងប៉ុន្តែផ្សែងដ៏ក្រាស់បានធ្វើឲ្យមិនអាចមើលឃើញអ្វីដែលនៅខាងមុខបានឡើយហើយកន្លែងនេះដែលគ្រោះថ្នាក់ជាងបន្ទប់ឃុំឃាំងបានធ្វើឲ្យពួកគេភ័យរន្ធត់ Acker បានព្រមានគ្រប់គ្នាម្ដងទៀតឲ្យប្រុងប្រយ័ត្នព្រោះច្រករបៀងនោះអាចមានលាក់ខ្លួននៃពួកអក្រិតជនផ្សេងទៀតជាពិសេសកម្រិតទី3និងកម្រិតទី4ហើយការដើរខុសតែមួយជំហានអាចធ្វើឲ្យពួកគេបាត់បង់ជីវិត Horik កាន់តែមានភាពភ័យខ្លាចបន្ទាប់ពីបានលើបែបនោះប៉ុន្តែគាត់នៅតែស្ម័គ្រចិត្តយាមនៅខាងក្រោយ Acker យល់ព្រមប៉ុន្តែបានរំលឹកគាត់ដដែលថាគាត់ដាច់ខាតមិនត្រូវវង្វេងចេញពីក្រុមធំឡើយប៉ុន្តែមុនពេលពួកគេដើរបានឆ្ងាយផងភាពមិនស្រួលក៏ចាប់ផ្ដើមកើតមាននៅក្នុងចិត្តរបស់ Horik សភាវគតិបានប្រាប់គាត់ថាមានអ្វីមួយនៅខាងមុខកំពុងតាមដានពួកគេពីក្នុងស្រមោលហើយគាត់ជឿខ្ញុំចោះអ្នកនិងខ្ញុំច្បាស់ជាមានអារម្មណ៍ត្រជាក់ខ្នងដូចគ្នាអ្វីម្យ៉ាងប្រកាសជាហៀបនឹងកើតឡើងចំពោះ Horik ហើយសង្កេតឃើញថាមានអ្វីមួយមិនប្រក្រតីគាត់បានស្រែកផ្ដល់សញ្ញាអាសន្នថាពិតជាមានអ្វីម្យ៉ាងនៅក្នុងច្រករបៀងហើយថែមទាំងចង់ដាស់តឿនឲ្យគ្រប់គ្នាដកថយទៅបន្ទប់ឃុំឃាំងវិញគាត់បានបន្តហៅបរិសុទ្ធចំណាស់ប៉ុន្តែ Acker មិនមានការឆ្លើយតបអ្វីទាំងអស់ហើយវារឹតតែធ្វើឲ្យការភ័យខ្លាចរបស់ Horik កើនឡើងនៅក្នុងភាពច្របូកច្របល់នោះ Horik បានបាត់ខ្លួនភ្លាមមុនរោបានស្រែកហៅឈ្មោះរបស់គាត់យ៉ាងខ្លាំងនិងព្យាយាមស្វែងរកគាត់ Acker បានខាត់គាត់ភ្លាមហើយព្រមានថាមានគ្រោះថ្នាក់រាប់មិនអស់នៅក្នុងច្រករបៀងនេះការស្រែកនៅពេលបែបនេះនឹងគ្រាន់តែទាក់ទាញវត្ថុដែលគួរឲ្យខ្លាចមកតែប៉ុណ្ណោះមុនរោមានការស្លន់ស្លោប៉ុន្តែត្រឹមតែមួយប៉ព្រិចភ្នែក Horik ក៏បានបាត់ខ្លួនទៅបាត់ស្រមោលតែម្ដង Acker បាននិយាយយឺតហើយប្រាប់ពួកគេថាច្រករបៀងនេះលាក់ទុកនៅពួកអាកំបាំងដែលអាចបំបាំងកាយដូចខ្មោចហើយនៅខាងក្នុងនោះមានសត្វចម្លែកគួរឲ្យខ្លាចស្ទើរតែគ្រប់ប្រភេទដែលមនុស្សអាចស្រមៃដល់នៅពេលដែលមុនរោនឹកឃើញបទពិសោធន៍ការពីអតីតកាលគាត់ជឿរាល់ពាក្យដែលបុរសចំណាស់និយាយប៉ុន្តែដោយសារតែហេតុនោះគាត់កាន់តែអស់សង្ឃឹមខ្លាំងឡើងព្រោះគាត់មិនដឹងថាតើអាចរកឃើញ Horik វិញឬយ៉ាងណា Acker បានត្រឹមតែនិយាយយ៉ាងរំភើយថាមិនបាច់បារម្ភពីរឿងរោគមិត្តភក្តិបាក់សៃតូចរបស់គេមិនឃើញនោះទេបញ្ហាពិតប្រាកដគឺនៅពេលដែលពួកគេរកឃើញគេប្រហែលជាអាចក្លាយទៅជាសាកសពដ៏ត្រជាក់បាត់ទៅហើយខណៈពេលនោះ Horik ខ្លួនឯងចុងក្រោយបានដឹងថាច្រករបៀងនេះហាក់ដូចជាគ្មានទីបញ្ចប់ទាល់តែសោះមិនថាគាត់រត់ទៅឆ្ងាយប៉ុណ្ណាក៏ដោយក៏ហាក់ដូចជាមិនអាចរត់គេចរួចឡើយកន្លែងនេះដែលសាងសង់ឡើងដោយមហាគ្រូមន្តអាគមសកលនិងស្ថាបត្យករដ៏ពូកែបានពោពេញទៅដោយគ្រោះថ្នាក់ដែលមិនអាចស្មានដឹងនៅគ្រប់ជ្រុងជ្រោយម្នាក់ដែលវង្វេងចេញពីក្រុមធំដោយចៃដន្យត្រូវបានជាប់គាំងតែម្នាក់ឯងក្នុងច្រករបៀងដែលភាពភ័យខ្លាចបានលាបត្របាក់គាត់ភ្លាមនៅវិនាទីបន្ទាប់គាត់មានអារម្មណ៍ថាមានអ្វីមួយកំពុងចូលមកចិត្តហើយនៅពេលឃើញថាវាជាអ្វីគាត់បានស្រែកយ៉ាងខ្លាំងដោយភាពភ័យរន្ធត់ព្រោះវាគឺជាបិសាចអូកើដ៏សាហាវគាត់ដឹងច្បាស់ថាគាត់មិនមែនជាគូប្រកួតរបស់អូកើឡើយប្រសិនបើគាត់ចង់រស់រានមានជីវិតអ្វីដែលគាត់អាចធ្វើបានគឺត្រូវប្រុងស្មារតីនិងរត់ដើម្បីរក្សាជីវិតប៉ុន្តែនៅពេលដែលគាត់ងាកក្រោយគាត់បានឃើញបិសាចអូកើមួយទៀតនៅពីក្រោយគាត់ដែរដោយជាប់នៅចន្លោះពួកវាគាត់បានធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹមភ្លាម
មានតែកំណត់មួយគត់ដែលនៅក្នុងចិត្តរបស់គាត់ប្រសិនបើ Ogre ចាប់គាត់បានគាត់នឹងត្រូវហែកជាបំណែកក្នុងមួយប្រពេចភ្នែកមិនថាមានរឿងអ្វីកើតឡើងគាត់ត្រូវតែរត់គេចគាត់ដាច់ខាតមិនអាចស្លាប់ចោលមកទៀតហើយយើងនឹងបញ្ចប់ត្រឹមនេះសិនវាគឺជាការរំលឹកដ៏គួរឲ្យរំភើបមួយថានៅក្នុងទីកន្លែងនេះក្តីសង្ឃឹមគឺជាអ្វីដែលពិបាកនឹងទទួលបានបំផុតស្ដាប់ខ្ញុំសិនអ្នកនិងខ្ញុំហៀបនឹងឃើញរឿងដ៏ព្រៃផ្សៃបំផុតហើយគេមានការឈឺចាប់ពេញខ្លួនហើយគិតថាខ្លួនឯងច្បាស់ជាត្រូវស្លាប់មិនខានវាពិតជាគ្មានន័យអ្វីទាល់តែសោះគេបានប្រមូលកម្លាំងចុងក្រោយដើម្បីស្រែករកជំនួយដោយសង្ឃឹមថានឹងមាននរណាម្នាក់មកជួយសង្គ្រោះប៉ុន្តែនៅពេលដែលគេគិតថាត្រូវស្លាប់ទៅហើយនោះស្រាប់តែមានសម្លេងផ្ទុះយ៉ាងខ្លាំងហើយបិសាច Ogre ក៏ត្រូវបានគេវាយឲ្យហោះចេញទៅយ៉ាងងាយគេបានងើបក្បាលឡើងទាំងងឿងឆ្ងល់ហើយក៏បានឃើញថាអ្នកដែលបានជួយសង្គ្រោះគេនោះគឺជាបុរសដែលមានក្បាលជាជ្រូកទៅវិញទេចលនារបស់បុរសម្នាក់នោះពិតជារហ័សរហួននិងច្បាស់លាស់ខ្លាំងណាស់មើលទៅដូចជាគេកំពុងតែលេងកីឡាវាយកូនបាល់អញ្ចឹងចាប់តាំងពីការវាយសម្រុកមួយទៅមួយរហូតដល់ការផ្ដាច់អាជីពបិសាចនោះតែម្ដងគ្រប់យ៉ាងមើលទៅហាក់ដូចជាសាមញ្ញបំផុតសម្រាប់គេគ្រាន់តែមួយផ្លែតសោះបិសាចទាំងពីរត្រូវបានកំចាត់ចោលបាត់ទៅហើយ Hurricane បានសម្លឹងមើលបុរសក្បាលជ្រូកនោះទាំងអារម្មណ៍មិននឹងនួរទាល់តែសោះគេសន្និដ្ឋានភ្លាមៗថាបុរសម្នាក់នេះច្បាស់ជាអ្នកទូកម្រិតទី4ដ៏សាហាវជាមិនខានបើគេចង់មានជីវិតរស់បន្តទៀតនោះអ្វីដែលគេអាចធ្វើបានគឺមានតែការអង្វរករសុំក្តីមេត្តាប៉ុណ្ណោះព្រោះជីវិតរបស់គេស្ថិតនៅលើកណ្ដាប់ដៃរបស់បុរសម្នាក់នេះទាំងស្រុងបុរសក្បាលជ្រូកមើលមកគេទាំងងឿងឆ្ងល់ហើយសួរដដែលថាហេតុអ្វីបានជាគេមិនព្រមត្រឡប់ទៅវិញនៅពេលដែលការប្រកួតបានបញ្ចប់ទៅហើយនោះប៉ុន្តែ Horik នៅតែបន្តលុតជង្គង់អង្វរករសុំជីវិតយ៉ាងខ្លាំងក្លាបំផុតដោយសុំកុំឲ្យបុរសម្នាក់នេះសម្លាប់រូបគេអីបុរសក្បាលជ្រូកកាន់តែឆ្ងល់លើសដើមហើយថែមទាំងបារម្ភខ្លាចអ្នកដទៃយល់ច្រឡំថាខ្លួនគឺជាឃាតករដែលចូលចិត្តសម្លាប់មនុស្សទៀតផងបន្ទាប់មកគេបានអោនទៅហិតក្លិនហើយទឹកមុខក៏ប្រែប្រួលភ្លាមគេបានសួរដោយសំឡេងយ៉ាងកាចថាតើ Horik គឺជាអ្នកណាឲ្យប្រកាសហើយហេតុអ្វីបានជាគេមានក្លិនខ្លួនរបស់បុរសចំណាស់ភ្នែកខ្វាក់ម្នាក់នោះគេបានបង្ខំឲ្យ Horik ឆ្លើយប្រាប់ភ្លាមតែម្ដង Horik ភ័យស្លន់ស្លោរហូតសួរត្រឡប់ទៅវិញថាតើបុរសចំណាស់ភ្នែកខ្វាក់ដែលគេបានជួបនោះគឺជាលោកតាអាកមមែនដែរឬទេឥឡូវប្រយ័ត្នត្រង់នេះបន្តិចរឿងកាន់តែតានតឹងហើយស្រាប់តែមានសម្លេងម្នាក់ទៀតបន្លឺឡើងពីក្រោយហើយហៅឈ្មោះបុរសក្បាលជ្រូកនោះគេបានស្ដីបន្ទោសបុរសក្បាលជ្រូកដែលហ៊ានធ្វើសកម្មភាពតែម្នាក់ឯងរួចក៏ក្រឡេកមើលសាកសពបិសាច Ogre ដែលដេកដួលនៅលើដីគេនិយាយដោយស្ងប់ស្ងាត់ថាថ្ងៃនេះហាក់ដូចជាមានទេវតាជួយអញ្ចឹងទើបអាចកម្ចាត់បិសាចដ៏គ្រោះថ្នាក់ទាំងនេះបានយ៉ាងងាយស្រួលបែបនេះវាពិតជាអស្ចារ្យណាស់រួចគេក៏ចាប់អារម្មណ៍ឃើញ Horik ហើយបង្ហាញទឹកមុខងឿងឆ្ងល់ជាខ្លាំងចំពោះវត្តមានរបស់គេនៅទីនេះ Horik ស្រឡាំងកាំងជាខ្លាំងព្រោះនៅចំពោះមុខគេពេលនេះគឺជាអ្នកទោសកម្រិតទី4ដល់ទៅ4នាក់ឯណោះគេនឹកឃើញដល់ពាក្យប្រមានរបស់លោកតាអាកភ្លាមហើយទើបដឹងថាការនៅក្នុងបន្ទប់ឃុំឃាំងពិតជាមានសុវត្ថិភាពជាងនៅខាងក្រៅនេះឆ្ងាយណាស់ខណៈនោះដែរច្រមុះរបស់លោកតាអាកបានកម្រើកបន្តិចគេបានប្រាប់ឲ្យគ្រប់គ្នាធ្វើចលនាដោយប្រុងប្រយ័ត្នបំផុតលោកតាបានសម្លឹងមើលទៅខាងក្រោមរួចគ្រប់គ្នាក៏សម្លឹងតាមហើយទឹកមុខរបស់ពួកគេម្នាក់ប្រែជាស្លេកស្លាំងភ្លាមតែម្ដងអ្នកនិងខ្ញុំច្បាស់ជាគិតដូចគ្នាថាវាគួរឲ្យខ្លាចណាស់ទឹកមុខលោកតាអាកប្រែជាមើងម៉ាត់បំផុតហើយប្រាប់គ្រប់គ្នាពីភាពគ្រោះថ្នាក់របស់វាគេប្រាប់ថាវាគឺជាសត្វដែលសាហាវឃោឃៅបំផុតដែលអាចសម្លាប់សូម្បីតែអ្នកទោសកម្រិតទី5បានយ៉ាងងាយស្រួលទៀតផងអ្វីដែលគួរឲ្យខ្លាចនៅក្នុងច្រករបៀងនេះសុទ្ធតែមានឈ្មោះហើយអាសត្វមួយនេះត្រូវបានគេហៅថា Beheader ឬអ្នកកាត់ក្បាលគ្មាននរណាម្នាក់យល់ពីអត្ថន័យនៃឈ្មោះនេះទេរហូតដល់លោកតាចាប់ផ្ដើមពន្យល់យឺតថាចំណូលចិត្តរបស់វាគឺការកាត់ក្បាលសត្រូវគេបានប្រមានពួកគេម្ដងហើយម្ដងទៀតឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតព្រោះនៅពេលដែលអាសត្វមួយនេះបង្ហាញខ្លួនវាមិនមានតំបន់សុវត្ថិភាពណាមួយដែលនៅសេសសល់ឡើយសំណាងល្អដែលក្រុមនេះអាចគេចផុតពីការតាមរករបស់វាបាននៅពេលដែលនឹកឃើញដល់ការកាប់សម្លាប់ដ៏រន្ធត់ដែលពួកគេទើបតែបានគេចផុតនោះមុនរោនៅតែមានអារម្មណ៍ថាព្រឺក្បាលមិនទាន់បាត់នៅឡើយគេបាននិយាយយ៉ាងត្រង់ថាគេមិនចង់ឈានជើងចូលក្នុងច្រករបៀងនោះម្ដងទៀតឡើយលោកតាអាកបានសួរគេវិញថាតើគេចង់ត្រឡប់ទៅបន្ទប់ឃុំឃាំងវិញដែរឬទេប៉ុន្តែមុនរោមានគោលការណ៍ផ្ទាល់ខ្លួនគេមិនសុខចិត្តធ្វើជាមនុស្សកំសាកដែលបោះបង់មិត្តភក្តិចោលឡើយគេនៅតែទទូចចង់បន្តការស្វែងរកប៉ុន្តែដោយសារតែមានអារម្មណ៍មិនសូវស្រួលគេក៏បានសួរលោកតាអាកថាតើលោកតាដឹងទេថាពួកគេគួរតែទៅរកនៅទិសដៅណាលោកតាគ្រាន់តែប្រាប់គ្រប់គ្នាដោយសំឡេងយ៉ាងស្ងប់ស្ងាត់វិញថាមិនយូរទេពួកគេនឹងបានជួប Horik វិញមិនខានខណៈពេលនោះដែរ Horik ស្ទើរតែត្រូវគេច្របាច់កសម្លាប់ទៅហើយបុរសក្បាលជ្រូកបានសួរគេយ៉ាងតឹងរឹងបំផុតអំពីទំនាក់ទំនងរបស់គេជាមួយលោកតា Horik បានប្រញាប់ប្រញាល់បញ្យល់ភ្លាមថាពួកគេគ្រាន់តែជាមិត្តរួមបន្ទប់ធម្មតាប៉ុណ្ណោះប៉ុន្តែគេត្រូវបានប្រមានយ៉ាងធ្ងន់ថាមិនឲ្យនិយាយកុហកឡើយព្រោះបុរសក្បាលជ្រូកម្នាក់នេះបានធំក្លិនលោកតាអាកួរនៅលើខ្លួនរបស់គេរួចទៅហើយនៅពេលដែលឮបែបនេះមនុស្សដទៃទៀតក៏ចាប់ផ្ដើមមានភាពតានតឹងខ្លាំងដែរ Horik មានគំនិតតែមួយគត់នៅក្នុងក្បាលគឺត្រូវតែរត់ភាពភ័យខ្លាចនៅក្នុងបន្ទប់នោះបានកើនឡើងរហូតដល់ថ្នាក់ធ្វើឲ្យគេដកដង្ហើមសឹងមិនរួចវាពិតជាសាហាវខ្លាំងណាស់សូម្បីតែអ្នកផ្សេងទៀតក៏មានអារម្មណ៍តឹងទ្រូងដែរនៅពេលនោះមានម្នាក់ឈ្មោះ Kit បាននិយាយឡើងគេចង់និយាយជាមួយ Horik ខណៈដែលមានម្នាក់ទៀតបានប្រមានថាកុំធ្វើឲ្យ Horik កាន់តែភ័យខ្លាចលើសដើមអីសំណាងល្អដែលពួកគេបានបញ្ជាក់ច្បាស់ថាពួកគេមិនមានបំណងធ្វើបាបគេឡើយជាមួយគ្នានោះដែរពួកគេបានប្រាប់ Horik ថានៅកន្លែងដ៏ឯកោមួយនេះតែងតែមានភ្នែករាប់មិនអស់តាមសម្លឹងមើលលោកតាអាកជានិច្ច
នរណាក៏ដោយដែលពាក់ព័ន្ធជាមួយគាត់ប្រហែលជាត្រូវបាត់បង់ជីវិតមិនខានទោះបីជាមានជីវិត10ក៏មិនគ្រាន់សម្រាប់សងដែរអ្នកដែលតាមមើលគាត់គឺជាបិសាចដ៏គួរឲ្យខ្លាចដែលសូម្បីតែពួកគេទាំង4ក៏មិនហ៊ានសម្លឹងមើលចំដែរជឿខ្ញុំចោះអ្នកនិងខ្ញុំទើបតែបានឃើញរឿងដ៏ព្រៃផ្សៃបំផុតនោះហើយជាមូលហេតុដែលពួកគេប្រមានហូរិចឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រប់យ៉ាងមកពួកយើងទៅតាមដានបន្តទៀតថាតើជីវិតក្នុងគុកនេះនឹងទៅជាយ៉ាងណាបន្ទាប់ពីហូរិចត្រូវបានព្យាបាលរបួសនិងសូត្រធម៌ឲ្យចិត្តស្ងប់រួចបន្ទាប់ពីចាក់ចេញពីកន្លែងនោះមកគ្រប់គ្នាបានដកដង្ហើមធំដោយក្តីធូរស្រាលហើយលួចអម្នាក់ឯងដែលមិនបានជួបលោកតាចាស់អាជើនៅទីនោះនៅពេលដែលហូរិចចាប់ដើមមានកម្លាំងឡើងវិញគេក៏បានសម្រេចចិត្តបោះជំហានចូលទៅក្នុងភាពងងឹតតែម្នាក់ឯងដើម្បីស្វែងរកមិត្តភ័ក្តិរបស់គេបន្តខណៈពេលដែលក្តីអស់សង្ឃឹមចិត្តនឹងលេបប្របាក់គេទៅហើយនោះស្រាប់តែឮសូរសំឡេងដើរពីចម្ងាយមកដែលធ្វើឲ្យគេមានសង្ឃឹមឡើងវិញភ្លាមៗលុះពេលបានឃើញថាអ្នកទាំងនោះគឺជាលោកតាអេជើនិងក្រុមរបស់មនរកផងនោះហូរិចពិតជាមានអារម្មណ៍រំភើបនិងតក់ស្លុតជាខ្លាំងគេក៏បានស្រែកសួរទៅកាន់ពួកគេទាំងអារម្មណ៍រំជួលចិត្តថាពួកឯងពិតជានៅមានជីវិតមែនឬព្រោះគេដឹងច្បាស់ថាទំនាក់ទំនងពួកគេមិនបានជ្រាលជ្រៅអីទេពួកគេគ្មានហេតុផលអ្វីដែលត្រូវប្រថុយជីវិតមកតាមរកគេឡើយប៉ុន្តែនៅពេលដែលដឹងថាពួកគេរកគេឃើញដោយសារតែការណែនាំរបស់អេជើហូរិចក៏បានឱនក្បាលអរគុណលោកតាចាស់យ៉ាងខ្លាំងខណៈដែលមនរកបានទទួលស្វាគមន៍គេមកវិញដោយស្នាមញញឹមយ៉ាងរីករាយបន្ទាប់មកនៅពេលដែលអ្នកផ្សេងទៀតបានដឹងថាហូរិចត្រូវបានព្យាបាលដោយអ្នកទោសកម្រិតទី4ដែលជាអ្នកជឿលើក្រុមតារានៃពន្លឺនោះពួកគេមានអារម្មណ៍ធូរស្រាលជាខ្លាំងដែលគេមិនបានទៅជួបពួកអ្នកដើរតាមនិកាយនៃភាពងងឹតសូន្យឈឹងជំនួសវិញប៉ុន្តែសម្រាប់គ្រូវិញគេមិនយល់តតែសោះថាតើអ្នកទាំងនោះកំពុងតែនិយាយអំពីអ្វីឲ្យប្រកាសនោះទេតាមពិតទៅនៅក្នុងចក្រវាលនេះមានកម្លាំងដូចជាអាទិទេពីរគឺក្រុមតារានៃពន្លឺនិងនិកាយនៃភាពងងឹតសូន្យឈឹងហើយទោះបីជាមនុស្សម្នាក់ៗជឿលើភាគីណាក៏ដោយក៏តែងតែមានអ្នកគោរពបូជាយ៉ាងងប់ងល់បំផុតជានិច្ចផងដែរពួកគេជឿជាក់យ៉ាងមុតមមថាជំនឿរបស់ពួកគេនឹងជួយឲ្យពួកគេមានសុវត្ថិភាពនៅក្នុងពិភពលោកក្រោយពេលស្លាប់ទៅសូម្បីតែនៅក្នុងគុក Solitude នេះកម្លាំងដែលបូជាចំពោះអាទិទេពទាំងនោះក៏បានបែងចែកជាក្រុមផ្សេងៗគ្នាជាច្រើនរួចទៅហើយការដែល Horik អាចរស់រានមានជីវិតពីផ្លូវដើរដ៏គ្រោះថ្នាក់នោះបានបង្ហាញថាគេមិនត្រឹមតែមានសំណាងទេតែថែមទាំងមានសមត្ថភាពរីកចម្រើនទៀតផងហើយឆន្ទៈដ៏មុតមមក្នុងការចង់រស់រានមានជីវិតរបស់គេក៏ត្រូវបានលោកតាអ៊ីកើកត់សម្គាល់ឃើញដូចគ្នាដែរនៅក្នុងចិត្តលោកតាចាស់រូបនេះបានចាប់ផ្ដើមរៀបចំគម្រោងការដើម្បីបង្ហាត់បង្រៀនឲ្យ Horik ក្លាយជាអ្នកខ្លាំងម្នាក់សម្រាប់គាត់ការធ្វើបែបនេះមិនមែនជាលើកទី1ឡើយហើយឲ្យតែមានពេលវេលាគ្រប់គ្រាន់វាក៏មិនមែនជារឿងពិបាកអ្វីនោះដែរប៉ុន្តែក្តីបារម្ភមួយទៀតកំពុងតែលងបន្លាចក្នុងចិត្តរបស់គាត់ព្រោះគាត់ដឹងច្បាស់ថាពេលវេលារបស់គាត់គឺនៅសល់តិចតួចបំផុតគាត់មិនទាន់ទាំងមានពេលនិយាយពីក្តីបារម្ភនោះផងស្រាប់តែគ្រោះថ្នាក់ដ៏ធំមួយបានមកដល់ដោយគ្មានការប្រមានទុកជាមុននៅពេលឮសំឡេងចម្លែកមួយបន្លឺឡើងលោកតាអេជើក៏បានសម្រេចចិត្តយ៉ាងរហ័សហើយបញ្ជាឲ្យគ្រប់គ្នារត់ចេញពីទីនោះឲ្យលឿនតាមដែលអាចធ្វើទៅបានឥឡូវមើលឲ្យច្បាស់សត្វចម្លែក Beheader បានបង្ហាញខ្លួនមកហើយជាមួយសំឡេងក្រហមដែលធ្វើឲ្យគ្រប់គ្នាព្រឺក្បាល Horik បានប្រញាប់ប្រញាល់សួរដោយក្តីភ័យខ្លាចថាតើអាសត្វមួយនឹងវាគឺជាស្អីឲ្យប្រកបទៅនៅពេលដែលគេដឹងថាវាជាបិសាចដែលអាចសម្លាប់អ្នកទោសកម្រិតទី5បានយ៉ាងងាយនោះគេក៏ចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយភ្លាមៗគេថែមទាំងមានអារម្មណ៍ខ្មាស់អៀនដែលពីមុនមកខ្លួនឯងធ្លាប់តែភ័យខ្លាចចំពោះពួក Ogre ដែលគ្រាន់តែជាពួកកំទេចកំទីនោះសោះប៉ុន្តែពេលនេះគ្មានពេលមកអង្គុយបន្ទោសខ្លួនឯងទៀតទេ Beheader កំពុងតែដេញតាមពីក្រោយកាន់តែចិត្តទៅហើយបើវាដេញទាន់ពួកគេច្បាស់ជាស្លាប់មិនខានដូច្នេះគ្រប់គ្នាបានងាកទៅរកលោកតា Ager ដើម្បីសុំឲ្យជួយរកផ្លូវចេញប៉ុន្តែលោកតាចាស់បានសម្រេចចិត្តរួចទៅហើយដោយសារតែគាត់បានយល់ព្រមការពីអ្នកទាំងនេះគាត់នឹងមិនបណ្ដោយឲ្យពួកគេស្លាប់ឡើយគាត់ដឹងច្បាស់ថាគោលដៅពិតប្រាកដរបស់ Beheader គឺរូបគាត់តែម្នាក់គត់ដូច្នេះមធ្យោបាយតែមួយគត់គឺត្រូវបំបែកចេញពីក្រុមនៅពេលឃើញ Beheader ចិត្តនឹងដេញទាន់លោកតាក៏បានបញ្ជាឲ្យគ្រប់គ្នាចូលទៅក្នុងផ្លូវតូចចង្អៀតនៅខាងមុខជាបន្ទាន់ដំបូងឡើយអ្នកផ្សេងទៀតគិតថាផ្លូវតូចចង្អៀតនោះអាចនឹងជួយពន្យឺតល្បឿនរបស់ Beheader បានខ្លះមិនខានប៉ុន្តែលោកតា Ager បានប្រាប់ពួកគេទាំងទឹកមុខមើងមាត់ថាគ្រោះថ្នាក់ពិតប្រាកដគឺទើបតែចាប់ផ្ដើមតែប៉ុណ្ណោះគាត់បានហៅ Sparrow មកជិតហើយបញ្ជាឲ្យនាំអ្នកផ្សេងទៀតត្រឡប់ទៅកាន់បន្ទប់ឃុំឃាំងវិញតាមផ្លូវដែលគាត់បានណែនាំដោយត្រូវដើរតាមលំដាប់ឆ្វេងស្ដាំនិងឆ្វេងខណៈដែលរូបគាត់ផ្ទាល់នឹងក្លាយជាអ្នកបញ្ឆោត Beheader ឲ្យទៅផ្លូវផ្សេងវិញបន្ទាប់ពី Sparrow ទទួលបញ្ជាហើយគ្រប់គ្នាក៏ប្រញាប់ចាកចេញទៅប៉ុន្តែគ្មាននរណាម្នាក់ស្មានដល់ថា Beheader ហ៊ានបុកទម្លុះទ្វារចូលមកឡើយពួកយើងឃើញហើយថាលោកតាចាស់កំពុងប្រឈមមុខនឹងគ្រោះថ្នាក់តែម្នាក់ឯងដែលធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍តក់ស្លុតជាខ្លាំងបន្ទាប់ពី Horik បញ្ជាក់ថា Beheader ត្រូវបានលោកតាបញ្ឆោតឲ្យទៅបាត់ហើយ Monrock ក៏បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងគេមានអារម្មណ៍ថាផ្លូវដើរមួយនេះពុះពេញទៅដោយបិសាចដែលគួរឲ្យខ្លាចខ្លាំងពេកហើយខណៈពេលនោះ Zero និង Go បានស្នើសុំត្រឡប់ទៅជួយប្រយុទ្ធជាមួយលោកតាចាស់វិញព្រោះពួកគេមិនចង់ទុកគាត់ឲ្យនៅម្នាក់ឯងឡើយប៉ុន្តែសំណើនោះត្រូវបានបដិសេធភ្លាមៗដោយ Horik និយាយត្រង់ៗថាបទពិសោធន៍របស់លោកតា Ager គឺខ្លាំងជាងពួកគេឆ្ងាយណាស់ប្រសិនបើគាត់អាចរស់រានមកដល់ពេលនេះបានមានន័យថាគាត់ច្បាស់ជាធ្លាប់ឆ្លងកាត់រឿងរ៉ាវដ៏រន្ធត់រូបមិនអស់រួចមកហើយហេតុផលដែលគាត់សុកចិត្តបញ្ឆោត Beheader ចឹងទៅក៏ដើម្បីកុំឲ្យពួកគេទាំងអស់គ្នាត្រូវស្លាប់បាត់បង់ជីវិតនៅទីនេះដែរនៅក្នុងខ្សែភ្នែករបស់លោកតាចាស់
ពួកគេនៅពេលនេះគ្រាន់តែជាបន្ទុកដែលនាំឲ្យមានគ្រោះថ្នាក់តែប៉ុណ្ណោះ ដូច្នេះជឿខ្ញុំចុះអ្វីដែលពួកយើងអាចធ្វើបានគឺត្រូវធ្វើតាមបញ្ជារបស់គាត់ហើយត្រឡប់ទៅវិញដោយសុវត្ថិភាពឲ្យបានលឿនបំផុត តោះមកតាមដានជាមួយខ្ញុំបន្តទៀតក្នុងរឿងដ៏ជក់ចិត្តនេះហើយលើស្ថានភាពកាន់តែក្តៅគគុកហើយ Hacker ត្រូវបានដេញតាមរហូតដល់ទាល់ច្រកប៉ុន្តែស្រាប់តែបិសាច Beheader បែរជានិយាយចេញមកទៅវិញ វាសើចចំអកថាគាត់ចាប់ផ្ដើមហត់និងឈឺជើងហើយវាមិនខុសពីការមើលងាយកម្លាំងរបស់គាត់នោះទេវានិយាយទាំងឌឺដងថាគួរតែកាត់ជើងគាត់ចោលតែម្ដងទៅដើម្បីកុំឲ្យពិបាកហើយឲ្យគាត់និយាយពាក្យចុងក្រោយផងដែរ Hacker ចាប់ផ្ដើមសង្ស័យភ្លាមព្រោះបិសាចនេះមិនដូចជាខ្មោចដែលគ្មានវិញ្ញាណទាល់តែសោះធម្មតាពួកខ្មោចព្រាយបិសាចមិនអាចជជែកគ្នាបានបែបនេះទេហើយក៏មិនអាចចងចាំគាត់បានច្បាស់ដែរគាត់សន្និដ្ឋានភ្លាមថាច្បាស់ជាមានអ្នកនោះពីក្រោយរឿងនេះហើយអ្នកនោះប្រហែលជា Shader មិនខានអ្នកទាំងអស់គ្នាស្ដាប់ចុះស្រាប់តែមានសំឡេងសើចបន្លឺឡើងហើយ Shader ក៏បានដើរចេញមកយ៉ាងប្រហើនគេសរសើរពីភាពវៃឆ្លាតរបស់បុរសចំណាស់នេះហើយចង់ដឹងណាស់ថាតើគាត់ដឹងរឿងនេះបានយ៉ាងដូចម្តេចប៉ុន្តែបុរសចំណាស់ឆ្លើយយ៉ាងស្ងប់ស្ងាត់ថាគាត់គ្រាន់តែទាយសាកល្បងប៉ុណ្ណោះព្រោះគាត់មើលមិនឃើញស្រាប់ទៅហើយវាគ្រាន់តែជាការស្ទាបស្ទង់បន្តិចបន្តួចប៉ុន្តែមិននឹកស្មានថាអ្នកដែលនៅពីក្រោយនោះគឺជា Shader Man គ្រូមន្តអាគមខ្មៅដែលចូលដៃជាមួយពួកបិសាចបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល5ឆ្នាំមកនេះក្មេងតូចកាលពីមុនឥឡូវធំដឹងក្តីហើយថែមទាំងចេះបញ្ជាបិសាចឲ្យមកតាមសម្លាប់គាត់ទៀតផង Hacker និយាយទាំងមើលងាយថាទោះបីជាកន្លងផុតទៅ5ឆ្នាំក៏ដោយក៏គម្លាតកម្លាំងរវាងគេនិងគាត់នៅតែឆ្ងាយដដែលភ្លាមនោះបិសាច Beheader ក៏បានវាយប្រហារម្ដងទៀតប៉ុន្តែសម្រាប់បុរសចំណាស់វានៅតែខ្សោយពេក Shader មិនជឿសម្ដីនោះទេគេអួតអាងពីការហ្វឹកហាត់យ៉ាងលំបាកអស់រយៈពេល5ឆ្នាំរបស់គេជឿជាក់ថាគេអាចគ្រប់គ្រងបិសាចក្នុងច្រករបៀងនេះបានហើយអាចសម្លាប់អ្នកទោសកម្រិត5បានយ៉ាងងាយគេអួតថាថ្ងៃនេះបុរសចំណាស់គ្មានផ្លូវរត់រួចឡើយមានតែការចោះចាញ់ឬលុតជង្គង់នៅចំពោះមុខគេប៉ុណ្ណោះគេគិតថាការហ្វឹកហាត់5ឆ្នាំនេះគឺគ្រប់គ្រាន់ដើម្បីកំទេចរាល់ឧបសគ្គដែលនៅពីមុខគេបានទាំងអស់ទោះបីជាការវាយប្រហាររបស់បិសាចនោះខ្លាំងដូចព្យុះក៏ដោយក៏វាមិនអាចប៉ះសូម្បីតែជីសម្លៀកបំពាក់របស់ Aegir ដែរ Hacker និយាយយ៉ាងនឹងណូថាគាត់ស៊ូទ្រាំក្នុងគុកងងឹតនេះអស់រយៈពេល64ឆ្នាំមកហើយគាត់សួរត្រឡប់ទៅវិញថាតើបទពិសោធន៍ត្រឹម5ឆ្នាំហ៊ានមកប្រៀបជាមួយគាត់យ៉ាងដូចម្តេចអ្នកដឹងទេ Shader ខឹងខ្លាំងណាស់តែ Hacker បានបង្ហាញឲ្យឃើញថាគេគ្រាន់តែជាមនុស្សដែលឆ្លុះវង្វេងនឹងកម្រិតប៉ុណ្ណោះការប្រយុទ្ធនេះបានបង្ហាញច្បាស់ហើយបិសាច Beheader ត្រូវបានកាត់ដៃជើងអស់ជាច្រើនទៅហើយប្រសិនបើត្រូវគេកាត់ 2-3 កន្លែងទៀតនោះវានឹងក្លាយទៅជាបិសាចដែលគ្មានដៃជើងមិនខានឡើយចុងក្រោយ Hacker ក៏បានបញ្ចេញក្បាច់ពិតរបស់គាត់ដែលធ្វើឲ្យគូប្រកួតដឹងពីគម្លាតកម្លាំងដ៏សែនឆ្ងាយគាត់ថែមទាំងមើលធ្លុះដល់សញ្ញាសម្គាល់ដែលប្រើសម្រាប់បញ្ជាពួកបិសាចទាំងនោះទៀតផងគាត់និយាយទាំងសំឡេងត្រជាក់ស្រើបថាឲ្យយកសារនេះទៅប្រាប់ពួកបិសាចថាការខំប្រឹងរបស់ពួកគេគឺឥតប្រយោជន៍ទេគ្រាន់តែប៉ុណ្្នឹងបិសាច Beheader ដ៏គួរឲ្យខ្លាចក៏បានរត់បាត់ទៅក្នុងច្រករបៀងយ៉ាងលឿនបំផុតចំណែកក្រុមរបស់ Horik វិញកំពុងតែព្យាយាមរកផ្លូវដើរទាំងក្តីបារម្ភជាខ្លាំងនៅក្នុងចិត្តសំឡេងផ្ទុះដ៏ខ្លាំងកាលពីមុនបានធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អនិងខ្លាចមានរឿងកើតឡើងចំពោះ Hacker រហូតដល់ Zero មើលឃើញពន្លឺភ្លើងនៅខាងមុខទើបពួកគេឃើញ Hacker កំពុងឈរនៅទីនោះយ៉ាងមានសុវត្ថិភាពគ្រប់គ្នាមានអារម្មណ៍ភ្ញាក់ផ្អើលនិងសប្បាយចិត្តជាខ្លាំងនៅពេលដែលឃើញគាត់មិនមានរបួសអ្វីសោះគ្មាននរណាម្នាក់នឹកស្មានដល់នោះទេថា Hacker បានមកដល់ទីនេះមុនពួកគេបាត់ទៅហើយ Hacker ប្រាប់ពួកគេថាភាពវឹកវរក្នុងមន្ទីរឃុំឃាំងបានបញ្ចប់ហើយបើទោះបីជាគ្រប់គ្នានៅមានចងល់ក៏ដោយពួកគេបានដឹងថាពួកបិសាច Salamander ភ្លើងបានបញ្ចប់ការបោកបាញ់របស់ពួកវាហើយបានចាក់ចេញទៅវិញអស់ហើយអ្វីដែលនៅសេសសល់ក្នុងកន្លែងឃុំឃាំងនោះគឺមានតែសាកសពដែលត្រូវភ្លើងឆេះខ្លោចតែប៉ុណ្ណោះបុរសចំណាស់បានប្រាប់ទៅ Zero ថាគេត្រូវតែរៀនទទួលយកការពិតនៃគុក Solitude មួយនេះ Zero ធ្លាប់តែគិតថាច្បាប់នៃការរស់រានមានជីវិតនៅទីនេះគឺអ្នកខ្សោយត្រូវតែស្លាប់ជានិច្ចប៉ុន្តែ Hacker បានផ្ដល់ចម្លើយដែលខុសស្រឡះពីអ្វីដែល Zero បានគិតកាលពីមុនទៅវិញនៅក្នុងគុកនេះមិនថាអ្នកណាឡើយគឺអាចស្លាប់បានគ្រប់ពេលទាំងអស់ដោយគ្មានការព្រមានពេលនោះហើយទើបអ្នកផ្សេងទៀតចាប់ផ្ដើមយល់ច្បាស់ពីភាពសាហាវយង់ឃ្នងនៃគុកងងឹតមួយនេះរៀងរាល់ថ្ងៃមានអ្នកទោសរាប់ពាន់នាក់ត្រូវបានបញ្ជូនមកទីនេះហើយក៏មានអ្នកស្លាប់ច្រើនរាប់មិនអស់ដែរកម្រិតឬសមត្ថភាពគឺគ្មានន័យអ្វីទាំងអស់ព្រោះសេចក្តីស្លាប់តែងតែតាមឡងបន្លាចគ្រប់គ្នានៅក្នុងទីងងឹតជឿខ្ញុំចោះនេះហើយគឺជាច្បាប់នៃគុកដែលសម្លាប់មនុស្សហើយជំនួសមកវិញនៅអ្នកថ្មីជារៀងរហូតត្រៀមខ្លួនទៅព្រោះអ្នកនិងខ្ញុំនឹងទៅជួបគុកដែលសាហាវបំផុតក្នុងរឿងនេះការរាប់ចំនួនអ្នកទោសពេលព្រឹកចាប់ផ្ដើមក្នុងបន្ទប់ដែលធ្លាប់មានគ្នា95នាក់ក្នុងនោះស្លាប់អស់90នាក់នៅសល់តែ8នាក់ប៉ុណ្ណោះដែលនៅរស់ព្រោះចំនួនអ្នកទោសធ្លាក់ចុះទាបពេកអ្នកទាំងនោះត្រូវបានគេប្រាប់ថានឹងត្រូវបដូរទៅកាន់តំបន់ថ្មីដែលធ្វើឲ្យពួកគេគ្រប់គ្នាមានការភ័យរន្ធត់ជាខ្លាំងមុនការផ្ទេរមកដល់ Archer បានប្រមានពួកគេយ៉ាងប្រញាប់ថានៅពេលពួកគេត្រូវបដូរចាញ់ពួកគេនឹងត្រូវគេបង្ខំឲ្យបែកគ្នាគាត់ក៏បានរំលឹកពួកគេជាពិសេសថាបន្ទាប់ពីការផ្ទេរអ្វីម្យ៉ាងហៅថាការដោះលែងនិងការបើកចំហនឹងកើតឡើងប្រសិនបើមានអ្នកណាម្នាក់ត្រូវបញ្ជូនទៅតំបន់ព្រៃពួកគេត្រូវតែរត់ទៅរកសមុទ្រទោះជាមានរឿងអ្វីកើតឡើងក៏ដោយរឿងនេះរឹតតែធ្វើឲ្យពួកគេមានការងឿងឆ្ងល់ខ្លាំងគ្មាននរណាម្នាក់យល់ថាគុកបែបនេះអាចមានព្រៃឈើបានយ៉ាងម៉េចឡើយប៉ុន្តែក្នុងភាពច្របូកច្របល់នោះពួកគេពិតជាត្រូវបានបំបែកពីគ្នា Archer ត្រូវបានបញ្ជូនទៅបន្ទប់3498ហើយមានតែ Zero
ម្នាក់គត់ដែលនៅក្បែរគាត់មិនអាចទប់អារម្មណ៍សោកស្ដាយបានទេចំពោះមិត្តរួមដំណើរដែលគាត់ធ្លាប់ពេញចិត្តនិងគិតថាគួរតែយកមកនៅក្រោមស្លាបរបស់គាត់ឥឡូវត្រូវបានបំបែកចេញប៉ុន្តែទន្ទឹមនឹងនោះគាត់ក៏បានយល់ភ្លាមពីបំណងរបស់មេគុកបុរសម្នាក់នោះចង់បង្ខំឲ្យគាត់បដោតអារម្មណ៍ទាំងអស់ទៅលើការបង្វឹកនិងកែច្នៃស៊ីរ៉ូតែម្ដងនិយាយឲ្យចំទៅគឺចង់ឲ្យ Ager គ្រប់គ្រងលើទំនិញមួយនេះឲ្យបានត្រឹមត្រូវបំផុតមុនពេលជួបមេគុកម្ដងទៀត Ager បានសម្រេចចិត្តបង្វឹកស៊ីរ៉ូឲ្យបានល្អដើម្បីដោះដូរជាមួយអ្វីដែលគាត់ចង់បានពិតប្រាកដពីមេគុកនោះព្រោះគ្មាននរណាម្នាក់យល់ច្បាស់ជាង Ager ខ្លួនឯងឡើយថាពេលវេលាដែលនៅសល់សម្រាប់គាត់គឺមានតិចតួចណាស់បន្ទាប់ពីមកដល់បន្ទប់ថ្មី Ager ប្រាប់ស៊ីរ៉ូថាបន្ទប់នេះមានទំហំ 2000 ម៉ែត្រការ៉េដែលធំជាងកន្លែងមុនដល់ទៅ4ដងស្ដាប់តាមសំឡេង Echo ប្រហែលជាមានអ្នកទោសជិត300នាក់នៅទីនេះការលេចមុខរបស់ពួកគេទាំងពីរបានតាក់ទាញចំណាប់អារម្មណ៍អ្នកដទៃយ៉ាងលឿនអ្នកខ្លះឃើញតានិងចៅក៏ចាប់ផ្ដើមមានគំនិតអាក្រក់ភ្លាមអ្នកខ្លះថែមទាំងនិយាយចំហថាចង់យកបុរសចំណាស់នោះធ្វើជាទាសករទៀតផងចំណែកអ្នកខ្លះទៀតសម្លឹងមើលរាងកាយស៊ីរ៉ូហើយនិយាយថាមើលទៅទំនងជាឆ្ងាញ់ណាស់អ្នកខ្លះទៀតបានសម្លឹងមើលទៅរាងកាយរបស់ស៊ីរ៉ូហើយនិយាយចំថាគេមើលទៅឆ្ងាញ់ស៊ីរ៉ូភ័យខ្លាំងណាស់ហើយស្រែកហៅ Ager ឲ្យជួយឥឡូវចាំមើលទាំងអស់គ្នាត្រង់នេះហើយដែលអ្វីចាប់ផ្ដើមផ្ទុះឡើងនាងស្ដីបន្ទោសអ្នកដទៃថាមានចិត្តលោភលន់ពេកនាងបានប្រកាសយ៉ាងក្រអឺតក្រទមថាស៊ីរ៉ូជាកម្មសិទ្ធិរបស់នាងហើយបានបញ្ជាឲ្យកូនចៅទៅនាំខ្លួនគេមកស៊ីរ៉ូប្រឹងរើបំរាស់យ៉ាងអស់សង្ឃឹមគេទាំងយំទាំងស្រែកហៅ Ager ឲ្យជួយគេគ្រាន់តែមិនយល់ថាហេតុអីបានជាបុរសចំណាស់នោះធ្វើដូចជាមិនដឹងមិនលឺអ្វីសោះខណៈពេលដែលស៊ីរ៉ូត្រូវគេចាប់អូសចេញរាងកាយរបស់គេក៏ចាប់ផ្ដើមប្រកាច់យ៉ាងខ្លាំងដោយមិនអាចគ្រប់គ្រងបានឡើយពេលរ៉ូសណាឃើញបែបនោះនាងក៏ជេរកូនចៅនាងភ្លាមថាធ្វើការមិនកើតនឹងស្មានថាពួកគេធ្វើអ្វីខុសពេលកាន់ក្មេងនោះហើយប៉ុន្តែជឿខ្ញុំទៅនេះគឺជាពេលដែលរឿងរ៉ាវពិតប្រាកដចាប់ផ្ដើមលាតត្រដាង Ager មានអារម្មណ៍រំភើបព្រោះទីបំផុតគាត់បានឃើញតម្លៃនៃទំនិញដែលមេគុកធ្លាប់និយាយគាត់មើលទៅរាងកាយដែលកំពុងប្រកាច់របស់ស៊ីរ៉ូដោយភ្នែកត្រជាក់និងមិនជួយភ្លាមឡើយព្រោះចង់ដឹងថាក្មេងនេះអាចបញ្ចេញសមត្ថភាពបានដល់កម្រិតណាចំណែករ៉ូសណាវិញនៅពេលឃើញក្មេងប្រុសនោះចាប់ផ្ដើមកាយសាហាវនាងមានអារម្មណ៍ថាកំប្លែងហើយក៏បញ្ជាឲ្យកូនចៅទៅបង្ក្រាបស៊ីរ៉ូភ្លាមកូនចៅរបស់នាងបានសម្រុកចូលទៅមុខដើម្បីព្យាយាមសង្កត់ស៊ីរ៉ូចុះដោយកម្លាំងបាយប៉ុន្តែស៊ីរ៉ូបានតស៊ូហើយបែរជាអាចត្រឡប់ស្ថានភាពនិងបង្ក្រាបពួកគេមកវិញរឿងនេះបានធ្វើឲ្យអ្នកដែលចូលទៅចាប់នោះខឹងជាខ្លាំងប៉ុន្តែដោយសារមូលហេតុខ្លះគេមិនអាចសម្លាប់ក្មេងនោះបានឡើយគឺមានតែព្យាយាមបង្ខំឲ្យស៊ីរ៉ូចុះចូលប៉ុណ្ណោះអ្នកដឹងទេថាភាពក្លាហានរបស់ក្មេងនេះពិតជាធ្វើឲ្យអ្នកទោសផ្សេងទៀតរឹតតែខឹងគេដើរមកផ្ទះកំភ្លៀងកូនចៅនោះមួយទំហឹងនិងស្ដីបន្ទោសថាសូម្បីតែក្មេងម្នាក់ក៏ចាប់មិនបានដែរធ្វើឲ្យកូនចៅនោះភ័យខ្លាចរហូតមិនហ៊ានដកដង្ហើមខ្លាំងឡើយប៉ុន្តែtrongពេលនោះ Ager ក៏ស្រាប់តែដើរចូលទៅរារាំងផ្លូវភ្លាមនោះកូនចៅរបស់រ៉ូសណាក៏បានស្រែកគំរាមយ៉ាងខ្លាំងមនុស្សចាស់ដូចជាឯងនេះពិតជាថ្លើមធំមែនចាប់ចេញទៅ Ager គ្រាន់តែក្រោះវាដៃបន្តិចមួយរំពេញក្រោយមកពួកគេជាច្រើនបានដេកស្ទុកស្ទឹងលើដីបាត់ទៅហើយ Ager បានសម្លឹងមើលទៅស៊ីរ៉ូដែលសម្លាប់ទោះបីជាក្មេងនេះមិនទាន់ខ្លាំងគ្រប់គ្រាន់ដើម្បីឈ្នះអ្នកទោសកម្រិត2ក៏ដោយប៉ុន្តែគាត់យល់ថាទេពកោសល្យរបស់គេពិតជាអស្ចារ្យណាស់រ៉ូសណាមានអារម្មណ៍ថា Ager កំពុងដើររកសេចក្តីស្លាប់ហើយប៉ុន្តែ Ager នៅតែស្ងប់ស្ងាត់និងនិយាយថាក្នុងវ័យរបស់គាត់គ្មានអ្វីដែលត្រូវខ្លាចទៀតទេក្រោយពីមច្ចរាជសម្ដីនេះធ្វើឲ្យរ៉ូសណាខឹងបំផុតនាងបានស្បត់ភ្លាមថានឹងចងដៃចងជើងបរិសចំណាស់នេះទុកហើយវាយធ្វើបាបគាត់បន្តិចម្ដងរហូតដល់ស្លាប់ដោយគ្មានមេត្តាប៉ុន្តែនៅពេលដែលស្ថានភាពឈានដល់ចំណុចគ្រោះថ្នាក់ Macken ក៏ស្រាប់តែលេចមុខមកនិងខាត់រ៉ូសណាទាន់ពេលរ៉ូសណាកំហុសដាក់ភ្លាមថាពួកគេគឺជាចំណៃរបស់នាងមុនគេអ្នកនិងខ្ញុំទើបតែបានឃើញការចាប់ផ្ដើមនៃសង្គ្រាមក្នុងគុកនេះទេចាំមើលថាតើ Macken នឹងដោះស្រាយរឿងនេះយ៉ាងម៉េចមកមើលជាមួយខ្ញុំនៅរឿងភាគដ៏ជក់ចិត្តភាពតានតឹងបានកើនឡើងដល់កម្រិតកំពូលភ្លាមខណៈដែលគ្រប់គ្នាសុទ្ធតែត្រៀមខ្លួនប្រយុទ្ធគ្រប់វិនាទីប៉ុន្តែនៅវិនាទីបន្ទាប់ហ្វូងមនុស្សក្បាលការ៉េស្រាប់តែលេចមុខមកយ៉ាងច្រើនធ្វើឲ្យរ៉ូសណាគ្មានជំរឿសក្រៅពីបោះបង់ការប្រកួតនៅពេលនេះឡើយសូម្បីតែ Ager ក៏ឆ្ងល់បែរថាហេតុអីបានជា Macken ចូលមកជួយគេបន្ទាប់មក Macken ក៏ដើរទៅមុខដើម្បីបញ្ជាក់ពីបំណងរបស់ខ្លួនឲ្យច្បាស់គេបានសារភាពថាកាលពី1ឆ្នាំមុនបុរសចំណាស់ម្នាក់នេះធ្លាប់បានជួយសង្គ្រោះជីវិតគេនៅក្នុងព្រៃជ្រៅយ៉ាងអាចកំបាំងបំផុតទោះបីជាបុរសចំណាស់មិនចាំក៏ដោយប៉ុន្តែ Macken មិនដែលភ្លេចគុណនេះឡើយហើយថែមទាំងសុខចិត្តដើរតាម Ager ចាប់ពីពេលនេះតទៅទៀតផងគេថែមទាំងបញ្ជាឲ្យកូនចៅទាំងអស់ហៅបុរសចំណាស់ថាជាមេធំ Ager បានត្រឹមតែហួសចិត្តព្រោះគេគិតថាខ្លួនឯងចាស់ពេកនឹងត្រូវគេហៅបែបនេះហើយនៅពេលនោះស៊ីរ៉ូស្រាប់តែភ្ញាក់ពីដំណេកទាំងភ័យខ្លាចនៅលើគ្រែរបស់គេក្នុងសុបិនរបស់គេពោពេញទៅដោយការធ្វើបាបនិងការមើលងាយពេលនោះ Ager បាននាំស៊ីរ៉ូទៅកន្លែងលក់ដូរនៅតំបន់3498ក្នុងពេលជាមួយគ្នានោះ Macken ចាប់ផ្ដើមពន្យល់ពីស្ថានភាពនៅទីនេះឲ្យ Ager ស្ដាប់តំបន់នេះត្រូវបានបែងចែកជា3ក្រុមធំៗខុសគ្នាដាច់ក្រុមទី1គឺ Maganax ដឹកនាំដោយ Macken ផ្ទាល់ក្រុមទី2គឺ Rosna ដែលប្រើរំពាត់ជាអាវុធក្នុងការប្រយុទ្ធយ៉ាងសាហាវចំណែកក្រុមទី
ជារបស់អ្នកដៅបេនអ្នកនឹងខ្ញុំត្រូវចាំថាមេដឹកនាំទាំង3នាក់នេះសុទ្ធតែជាអ្នកទោសកម្រិតទី3ដ៏គ្រោះថ្នាក់បំផុតភាគីទាំង3តែងតែឃ្លាំមើលគ្នាទៅវិញទៅមកដើម្បីរក្សាតុល្យភាពដ៏ផុយស្រួយនៅក្នុងកន្លែងដ៏ច្របូកច្របល់នេះការបែងចែកបកពួកគឺច្បាស់លាស់ណាស់ជាពិសេសកូនចៅរបស់ប៊ីនពិតជាកអឺតក្រតមណាស់ពួកគេមើលងាយអ្នកទោសកម្រិតទាបថាជាសត្វល្អិតនៅក្រោមបាតជើងរបស់ពួកគេតែប៉ុណ្ណោះទោះបីជាមើលទៅហាក់ដូចជាសត្រូវនឹងក្រុមផ្សេងទៀតក៏ដោយប៉ុន្តែប៊ីនតែងតែចែករំលែកអាហារនិងរបស់របរដែលរកបានក្រោយពេលបបបាញ់រួច Ager បានអរគុណ Magan សម្រាប់ព័ត៌មាននេះហើយប្រាប់ឲ្យគេចេញទៅមុនព្រោះគេចង់សម្រាប់បន្តិចដើម្បីប្រមូលកម្លាំងឡើងវិញចំណែក Zero វិញគេមានអារម្មណ៍ខុសនិងឈឺចាប់ដែលខ្លួនឯងខ្សោយរហូតត្រូវគេធ្វើបាបហើយគ្មានសមត្ថភាពនឹងតតាំងវិញបានឡើយគេថែមទាំងគិតថា Ager មិនអើពើនឹងការឈឺចាប់របស់គេព្រោះគេជាមនុស្សគ្មានប្រយោជន៍ប៉ុន្តែ Ager បានលួងលោមគេយ៉ាងទន់ភ្លន់បំផុតគេប្រាប់ Zero ថាភាពខ្លាំងឬខ្សោយមិនមែនកំណត់ដោយខ្លួនឯងទេប៉ុន្តែកំណត់ដោយសត្រូវដែលឈរនៅពីមុខយើងទៅវិញទេ Ager មើលឃើញថា Zero មានទេពកោសល្យអស្ចារ្យណាស់ទោះបីជាគេភ្លេចការដាស់វិញ្ញាណកាលពីលើកមុនក៏ដោយក៏គេនៅតែពិសេសគេនៅតែជាមនុស្សដែលគួរឲ្យបណ្ដោះបណ្ដាលបំផុតនោះហើយជាមូលហេតុដែល Ager សុខចិត្តបង្រៀនគេពីរបៀបប្រើប្រាស់ធម៌ពលពិតប្រាកដដើម្បីដេញភាពងងឹតចេញពីក្នុងចិត្តនិងក្លាយជាអ្នកខ្លាំងក្នុងពេលជាមួយគ្នានោះ Ager ក៏បានប្រាប់ក្មេងប្រុសនោះទៀតថាគ្មាននរណាម្នាក់អាចខ្លាំងបានទេបើពុះនៅទំនេរបើចង់បានកម្លាំងត្រូវតែញ៉ាំអាហារឲ្យបានត្រឹមត្រូវនិងមានជីវជាតិជាមុនសិនប៉ុន្តែគេក៏បានប្រមាន Zero យ៉ាងមឹងម៉ាត់ថាទោះបីជាត្រូវរស់ដោយស៊ីសត្វចម្លែកឬសត្វល្អិតដើម្បីរស់រានមានជីវិតក៏ដោយក៏មិនត្រូវខ្លាចជាមនុស្សដែលបាត់បង់សិលធម៌និងធ្វើអ្វីគ្រប់យ៉ាងដើម្បីតែរស់ដូចជាមនុស្សដែលគ្មានបេះដូងទាំងនោះឡើយពាក្យសម្ដីទាំងនោះធ្វើឲ្យ Zero បដិញ្ញាចិត្តយ៉ាងមុតមមគេត្រូវតែខ្លាំងឡើងដើម្បីកុំឲ្យខ្លាចជាបន្ទុករបស់នរណាម្នាក់ទៀតនៅទីនេះគេសង្ឃឹមថាថ្ងៃណាមួយគេនឹងអាចរស់នៅក្នុងកន្លែងដ៏សាហាវនេះបានដោយសមត្ថភាពខ្លួនឯងរហូតដល់ថ្ងៃជួបបងប្រុសលូខាសវិញក្នុងពេលនោះដែរគុកនេះជិតដល់ពេលដោះលែងអ្នកទោសហើយគ្រប់ក្រុមទាំងអស់ក៏ចាប់ផ្ដើមស្វែងរកមនុស្សដែលមានសមត្ថភាពមកចូលរួមក្រុមរៀងៗខ្លួននៅកន្លែងផ្សេងទៀតរស់ណាកំពុងរាយការណ៍អំពីស្ថានភាពទៅកាន់មេដឹកនាំបិសាចដែលជាអ្នកណែនាំផ្លូវរបស់គេយ៉ាងយកចិត្តទុកដាក់ក្នុងពេលរាយការណ៍គេបាននិយាយដោយចៃដន្យអំពីបុរសចំណាស់សក់វែងម្នាក់ដែលមានក្រណាត់រុំភ្នែកនិងក្មេងប្រុសម្នាក់ដែលទើបតែមកដល់ថ្មីនេះមកដល់ត្រង់នេះអ្នកនិងខ្ញុំច្បាស់ជាចាប់អារម្មណ៍ហើយគ្រាន់តែបិសាចនោះឮការពិពណ៌នាអំពីបុរសចំណាស់ទឹកមុខរបស់គេក៏ប្រែប្រួលភ្លាមហើយគេក៏សម្រេចចិត្តទៅទីនោះដោយផ្ទាល់តែម្ដងរស់ណាចង់ស្ម័គ្រចិត្តទៅចាប់ខ្លួន Ager ដើម្បីយកទៅជូនមេរបស់គេទុកជាចំណីប៉ុន្តែមេដឹកនាំបិសាចនោះបែរជាសម្លឹងមើលគេដោយការមើលងាយហើយសើចចំអកថាគេគ្មានសមត្ថភាពអាចធ្វើវាបានឡើយក្នុងជាតិនេះទោះជាយ៉ាងនេះក្តីក៏គេមិនបានហាមឃាត់រស់ណាមិនឲ្យសាកល្បងនោះដែរក្នុងពេលជាមួយគ្នានោះ Ager មិនបានបង្រៀនក្បាច់គុណដល់ Zero ដោយតែក្មេងប្រុសនោះរំពឹងទុកឡើយផ្ទុយទៅវិញគេបានប្រាប់ Zero ថាក្បាច់គុណខាងក្រៅទាំងនោះគ្មានប្រយោជន៍សម្រាប់គេទាល់តែសោះអ្វីដែលគេត្រូវរៀននិងគ្រប់គ្រងឲ្យបានគឺជាកម្លាំងធម៌ពលប្រភេទផ្សេងស្រឡះដែលមនុស្សទូទៅមិនអាចយល់បានឡើយដូច្នេះ Ager បានប្រាប់ Zero ឲ្យសម្រួលដង្ហើមនិងផ្ដោតអារម្មណ៍ទាំងអស់ទៅលើភាពងងឹតនៅពីមុខគេដើម្បីនាំគេចូលទៅកាន់ពិភពខាងក្នុងចិត្តតាមការណែនាំរបស់ Ager បន្ទាប់ពីមានអារម្មណ៍វិលមុខមួយផ្លែត Zero ក៏ស្រាប់តែឃើញខ្លួនឯងឈរនៅក្នុងពិភពងងឹតដ៏ចម្លែកនិងគួរឲ្យខ្លាចភាពភ័យខ្លាចបានចូលមកលុកលុយភ្លាមហើយគេក៏ស្រែកហៅបុរសចំណាស់ទាំងបារម្ភនិងតក់ស្លុតជាខ្លាំងក្នុងចិត្តរបស់គេប៉ុន្តែនៅពេលនោះសំឡេងរបស់ Ager បានបន្លឺឡើងនៅក្បែរគេដើម្បីលួងលោមឲ្យគេស្ងប់ចិត្តនិងមានស្មារតីរឹងមាំឡើងវិញ Ager ប្រាប់ Zero ថានេះគឺជាពិភពខាងក្នុងរបស់គេហើយបើចង់ខ្លាំងគេត្រូវតែយល់និងទទួលយកភាពងងឹតដែលលាក់កំបាំងនៅទីនោះនេះជាលើកដំបូងបំផុតដែល Zero ត្រូវប្រឈមមុខនឹងស្រមោលដ៏ខ្មៅងងឹតនៅក្នុងចិត្តរបស់ខ្លួនឯងដោយផ្ទាល់បែបនេះដោយគ្មានការលាក់បាំង Ager ប្រាប់ឲ្យគេព្យាយាមដើរទៅមុខមួយជំហានហើយព្រមានមិនឲ្យគេមើលទៅដីឡើយគឺត្រូវរក្សាដង្ហើមឲ្យបានស្មើល្អបំផុត Zero ត្រូវស៊ូទ្រាំនឹងការវិលមុខនិងភាពមិនស្រណុកក្នុងចិត្តដែលកំពុងយាយីស្មារតីរបស់គេហើយបង្ខំចិត្តធ្វើតាមការណែនាំរបស់ Ager ទាំងលំបាកជាចុងក្រោយគេក៏អាចបញ្ចប់ការសាកល្បងនេះបានដោយជោគជ័យទាំងដែលខ្លួនប្រាណរបស់គេស្ទើរតែដួលសន្លប់ទៅហើយក្តីសម្លឹងមើល Zero ដែលកំពុងភ័យញ័រអ្នកនិងខ្ញុំប្រហែលជាដឹងហើយថា Ager កំពុងរៀបចំបង្កើតបិសាចដ៏ខ្លាំងម្នាក់ឲ្យពិភពលោកបានឃើញហើយតោះយើងទាំងពីរនាក់មកមើលរឿងនេះជាមួយគ្នាពីរបៀបដែលខ្សែឈាមคล้ายជាអាវុធដ៏ខ្លាំងបំផុតរបស់គេមិនយូរប៉ុន្មានម៉ោងបាយក៏មកដល់ប៉ុន្តែនៅទីនេះគ្មានអាហារធម្មតាទេអ្វីដែលមកកាន់យកមកឲ្យពួកគេគឺជាគ្រាន់តែជាសាច់បិសាចអាំងតែប៉ុណ្ណោះ Zero បានអោនក្បាលមើលសាច់នៅក្នុងដៃទាំងក្នុងចិត្តនៅតែបារម្ភពីអ្នកដែលគ្មានអាហារស៊ីទាល់តែសោះប៉ុន្តែ Ager បានប្រាប់គេយ៉ាងស្ងប់ស្ងាត់ថាការពឹងផ្អែកលើការបរបាញ់នៅក្នុងច្រករបៀងនេះគឺមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតមនុស្សគ្រប់គ្នាឡើយជាធម្មតាពួកគេមានវិធីរស់រានរៀងៗខ្លួនហើយភ្លាមនោះ Zero ក៏បានឃើញការពិតដ៏សាហាវឃោឃៅបំផុតនៅទីនេះផ្ទាល់នឹងភ្នែករបស់គេតែម្ដងមនុស្សមួយក្រុមបាននាំគ្នាដណ្ដើមយកស្បៀងអាហារហើយថែមទាំងចាត់ទុកសាកសពមិត្តភក្តិដែលស្លាប់ជាអាហារសម្រាប់ដោះដូរទៀតផងអ្វីដែលគួរឲ្យខ្ពើមជាងនេះពួកគេថែមទាំងនាំគ្នាស្រែកហូរសប្បាយរៀបចំធ្វើពិធីជប់លៀងសាច់មនុស្សយ៉ាងរំភើយអារម្មណ៍ចង់ក្អួតបានបោកបក់មកលើ Zero ភ្លាមរហូតធ្វើឲ្យគេឆ្លក់វង្វេងនិងចង់ក្អួតចេញមកនៅនឹងកន្លែង Ager បានខាត់គេភ្លាម
ហើយប្រាប់ថាការក្អួតចេញមកនឹងធ្វើឲ្យរាងកាយរបស់គេកាន់តែទន់ជ្រាយខ្លាំងឡើងបន្ទាប់មក Magan បានប្រាប់គេថាមូលហេតុដែល Bin មិនទាន់បង្កចំនួនទ្រង់ទ្រីធំមិនមែនមកពីគេមិនហ៊ាននោះទេប៉ុន្តែដោយសារតែមហិច្ឆតារបស់គេធំធេងជាងនេះគេចង់គ្រប់គ្រងមនុស្សគ្រប់គ្នាឲ្យខ្លាចជាកូនចៅក្រោមបង្គាប់របស់គេទាំងអស់ Bin បានផ្ដើមសុំជួប Agor ទល់មុខគ្នា Agor បានយល់ព្រមហើយប្រាប់ឲ្យ Zero ត្រឡប់ទៅវិញម្នាក់ឯងសិនទៅឥឡូវអ្នកទាំងអស់គ្នាត្រូវចាំមើលត្រង់នេះឲ្យច្បាស់ការពីអីទៅបើពូពេញដោយបំណងសម្លាប់បែបនេះកូនចៅពីរនាក់ដែលត្រូវគេចាត់ឲ្យមកតាមមើល Zero គឺពូពេញទៅដោយភាពមិនពេញចិត្តនិងច្រណែនអ្នកដទៃពួកគេច្រណែនអ្នកផ្សេងដែលបានស៊ីអាហារឆ្ងាញ់ៗខណៈពេលដែលពួកគេត្រូវមកយាមក្មេងមិនដឹងអីម្នាក់បែបនេះពួកគេមិនត្រឹមតែគ្មានបំណងចង់ការពារគេទេថែមទាំងចាប់ផ្ដើមមានគំនិតអាក្រក់និងគួរឲ្យខ្ពើមរអើមទៀតផង Zero នៅក្មេងណាស់ហើយសម្រាប់ពួកគេវាមិនខុសពីសាច់ដែលកំពុងតែមានជាតិនិងទុនគួរឲ្យចង់ស៊ីនោះទេមូលហេតុតែមួយគត់ដែលពួកគេមិនទាន់ហ៊ានធ្វើសកម្មភាពភ្លាមៗគឺដោយសារតែខ្លាចរងការដាក់ទោសពីមេបញ្ជាការរបស់ពួកគេបន្ទាប់ពីត្រូវគេទុកចោលម្នាក់ឯង Zero បានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់និងឆ្ងល់ថាតើខ្លួនអាចខ្លាំងដូចលោកតាដែរឬទេកាលពីមុននៅពេលប្រឈមមុខនឹងសំណួរមិនចេះតបរបស់ Zero Agor តែងតែមានភាពអត់ធ្មត់និងឆ្លើយគ្រប់សំណួរទាំងអស់ Zero ធ្លាប់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកម្លាំងដ៏មហិមារបស់ Agor រហូតដល់ថ្នាក់សង្ស័យថាតើគាត់ជាមនុស្សឬអត់ប៉ុន្តែ Agor គ្រាន់តែញញឹមហើយសារភាពថាគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលមិនចេះប្រើមន្តអាគមអ្វីទាំងអស់គាត់គ្រាន់តែអាចគ្រប់គ្រងធម៌ពលមួយយ៉ាងដែលធ្វើឲ្យ Zero កាន់តែស្ងើចសរសើរហើយ Agor មានអាយុ88ឆ្នាំទៅហើយគាត់គ្មានចំណូលចិត្តអ្វីពិសេសទេក្រៅតែពីការដើរលេងនៅក្នុងច្រករបៀងនៅពេលណាដែលគាត់គេងមិនលក់ហើយពេល Zero សួរពីមូលហេតុដែលគាត់មកទីនេះអ្នកនិងខ្ញុំនឹងដឹងពីអាថ៌កំបាំងដែលគាត់លាក់ទុក Agor បាននិយាយទាំងទឹកមុខស្រងោតស្រងាត់ថាគាត់មកទីនេះក៏ព្រោះតែប្រពន្ធដ៏ស្រស់ស្អាតរបស់គាត់បានលាចាកលោកទៅហើយប៉ុន្តែមុននឹងគាត់និយាយចប់សំឡេងចម្លែកមួយបានទាញអារម្មណ៍ Zero ឲ្យត្រឡប់មកកាន់ការពិតវិញយ៉ាងរហ័សរួមជាមួយសំឡេងរំពាត់បោកផ្ទាត់យ៉ាងខ្លាំងភ្ញៀវដែលមិនត្រូវបានគេស្វាគមន៍ម្នាក់បានសម្រុកចូលមកក្នុងបន្ទប់គោលដៅដើមរបស់ Rosna គឺលោកតា Agor ប៉ុន្តែបន្ទាប់ពីក្រឡេកមើលជុំវិញបន្ទប់នាងឃើញតែ Zero នៅទីនោះម្នាក់ឯងនាងបានសើចចំអកឲ្យគេភ្លាមដោយប្រៀបធៀបគេទៅនឹងកូនឆ្កែតូចម្នាក់ដែលគ្មានអ្នកណាមកជួយការពារទៀតឡើយដោយគ្មានសមត្ថភាពការពារខ្លួន Zero ត្រូវបានគេរុញទៅគៀនជញ្ជាំងភ្លាមហើយគ្មានអ្នកណាម្នាក់អាចឲ្យគេពឹងពាក់បានទេនៅពេលដែលសត្រូវដើរចូលមកជិតម្ដងមួយជំហានគេក៏ធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹមនិងភ័យស្លន់ស្លោជាខ្លាំងទាំងរាងកាយញ័រទៅត្រើក Zero បានអង្វរនាងកុំឲ្យចូលមកជិតប៉ុន្តែ Rosna បែរជាផ្ទុះសំណើចយ៉ាងខ្លាំងទៅវិញនាងបានចាត់ទុក Zero ដូចជាសត្វចិញ្ចឹមថ្មីហើយវាយធ្វើបាបគេតាមអំពើចិត្តដោយមិនមានក្តីមេត្តាទាល់តែសោះនាងថែមទាំងនិយាយទៀតថារាងកាយរបស់គេហាក់ដូចជារឹងមាំល្អដែលអាចឲ្យនាងលេងសើចបានយូរជាងសត្វមុននៅក្រោមសម្ពាធដ៏ធ្ងន់ធ្ងរនោះ Zero បានត្រឹមតែអោនក្បាលដោយការឈឺចាប់និងប្រើកម្លាំងចុងក្រោយដើម្បីប្រមាននាងគេប្រាប់ថានាងនឹងជួបគ្រោះមហន្តរាយបើហ៊ានធ្វើបាបគេប៉ុន្តែ Rosna មិនខ្វល់ពីពាក្យសម្ដីនោះបន្តិចឡើយនាងបានសើចចំអកឲ្យ Zero ថាគ្រាន់តែជាមនុស្សកំសាកដែលចេះតែញ័រខ្លួននិងធ្វើភ្នែកស្លេកស្លាំងតែប៉ុណ្ណោះដោយសារតែការអស់អត់ធ្មត់នាងបានប្រាប់គេថាបើចង់ប្រែរូបរាងក៏ប្រញាប់ឡើងកុំឲ្យនាងចាំយូរពេកទោះជាយ៉ាងណាក៏ដោយនៅទីបំផុតនាងបានសម្រេចចិត្តទុក Zero នៅក្បែរខ្លួនដើម្បីលេងសើចមួយរយៈសិនចុះក្នុងពេលជាមួយគ្នានេះនាងក៏កំពុងរងចាំមើលប្រតិកម្មរបស់លោកតា Agor ថាតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតបន្ទាប់មករូបភាពបានកាត់ទៅកាន់ Agor ដែលកំពុងអង្គុយជាមួយ Magan ហើយ Bin ក៏បានចាប់អារម្មណ៍រឿងមួយគេសម្គាល់ឃើញថាគ្មានសញ្ញាសម្គាល់ឋានៈនៅលើកញ្ចឹងករបស់ Agor ឡើយដែលវាជារឿងចម្លែកបំផុតនៅក្នុងពន្ធនាគារនេះហើយនេះជាកន្លែងដែលយើងត្រូវផ្អាកសិនចាំមើលថាតើអាថ៌កំបាំងរបស់បុរសចំណាស់នេះមានអ្វីខ្លះបន្តទៀតពីមុនមកមិនដែលច្បាប់បែងចែកកម្រិតអ្នកទោសនោះទេហើយនៅពេលដឹងថាបុរសចំណាស់ម្នាក់នេះមិនត្រឹមតែនិយាយរស់រៀនក្នុងតំបន់ឯកោដ៏គ្រោះថ្នាក់បានច្រើនឆ្នាំថែមទាំងធ្លាប់តតាំងជាមួយពួកព្រៃផ្សៃម្នាក់ឯងទៀតផងគេក៏យល់ភ្លាមថាកម្លាំងរបស់បុរសម្នាក់នេះគឺលើសពីការស្មានធម្មតាទៅទៀតដូច្នេះគេក៏លួចបញ្ចេញចេតនាសម្លាប់តិចតួចដើម្បីសាកល្បង Ector ប៉ុន្តែក្លិនឯសម្លាប់នោះសូម្បីតែ Megan ចាប់អារម្មណ៍មិនទាន់តែបុរសចំណាស់ដឹងភ្លាមមួយរំពេចទោះជាយ៉ាងនេះក្តីទឹកមុខ Eger មិនប្រែប្រួលបន្តិចសោះផ្ទុយទៅវិញគឺ Meg ដែលអង្គុយក្បែរនោះស្រាប់តែព្រឺសម្បូរងីងើហើយឆ្ងល់ថាខ្លួនឯងប្រហែលជាមកពីអត់បាយយូរពេកហើយមើលទៅប៉ុន្តែចិត្ត Eger នៅតែបារម្ភពី Sir គេក៏ក្រោកចេញទៅបាត់ខណៈសម្លឹងមើលខ្នងបុរសចំណាស់ដើរចេញទៅគេកាន់តែមានអារម្មណ៍មិនទុកចិត្តបុរសម្នាក់នេះខ្លាំងឡើងហើយចង់ចាំឈ្មោះ Eger ទុកក្នុងចិត្តយ៉ាងជាប់នៅកន្លែងផ្សេងវិញចាប់តាំងពីត្រឡប់មកទឹកដីខ្លួនវិញ Rosna បន្តធ្វើបាបនិងធ្វើទារុណកម្ម Zero យ៉ាងខ្លាំងរហូតដល់ខ្លួនប្រាណគេពោពេញដោយការឈឺចាប់និងសឹងតែបញ្ចេញសម្លេងមិនរួចក្នុងពេលដ៏វេទនានោះ Zero ថែមទាំងលួចគិតចង់ចោះចាញ់ម្ដងម្កាលដែរដោយសង្ឃឹមថាបើគេព្រមធ្វើជាសត្វចិញ្ចឹមរបស់នាងប្រហែលជាឈឺចាប់តិចជាងមុនហើយអាចរស់ដើម្បីជួបបងប្រុសដែលបាត់ខ្លួនម្ដងទៀតប៉ុន្តែនៅពេលដែលគេហៀបនឹងអស់សង្ឃឹមទៅហើយនោះកូនចៅរបស់ចាំមើលឈុតនេះឲ្យច្បាស់ព្រោះកូនចៅម្នាក់រត់មកប្រាប់ Rosna ថាអាយកៅ Eger បានមកដល់ហើយគ្រាន់តែឮឈ្មោះនេះភ្លាមក្តីសង្ឃឹមរបស់ Zero ក៏ឆេះឡើងវិញហើយគេជឿជាក់យ៉ាងខ្លាំងថាគេនៅមាន Eger ជាទីពឹងអ្វីដែលសំខាន់លើកនេះបរិសុទ្ធចំណាស់មិនបានមកតែម្នាក់ឯងទេគឺ
មានមនុស្សតាមមកពីក្រៅយ៉ាងច្រើនខ្លាចជាកម្លាំងដ៏គួរឲ្យខ្លាចឃើញបែបនេះម៉ែកែនក៏ស្រែកថារ៉ូស្ណាកំពុងតែរកផ្លូវស្លាប់ហើយប៉ុន្តែរ៉ូស្ណានៅតែមានអំនួតដូចមុនហើយថែមទាំងសើចចំអកឲ្យម៉ាក់ថាគ្រាន់តែជាសត្វល្អិតដែលតោងបរោះចំណាស់តែប៉ុណ្ណោះនាងថែមទាំងឌឺដងដាក់គេនៅមុខគ្រប់គ្នាទៀតបរោះចំណាស់លើកដៃខាត់ម៉ែកដែលកំពុងតែខឹងហើយនិយាយដោយស្ងប់ស្ងាត់ថាឲ្យរ៉ូស្ណាដោះលែងមិត្តរបស់គេឈ្មោះស៊ីរ៉ូជាបន្ទាន់ប៉ុន្តែរ៉ូស្ណាបដិសេធភ្លាមៗដោយអះអាងថាស៊ីរ៉ូជារបស់នាងបាត់ទៅហើយនាងថែមទាំងបន្ទោសបរោះចំណាស់ថាមិនចេះការពាររបស់ខ្លួនឯងទៅវិញមិនតែប៉ុណ្ណោះនាងបាននិយាយបញ្ឈឺចិត្តថាស៊ីរ៉ូគឺជាត្បូងដ៏កម្រនិងគួរឲ្យស្រឡាញ់ដែលនាងមិនអាចរករបស់លេល្អឥតខ្ចោះបែបនេះបានទៀតឡើយអាកើក៏សើចយ៉ាងត្រជាក់ហើយបានទម្លាយការពិតភ្លាមនៅទីនោះតែម្ដងរ៉ូស្ណាមិនបានដឹងពីតម្លៃពិតរបស់ស៊ីរ៉ូឡើយគឺនាងគ្រាន់តែចង់បោកបញ្ឆោតគេឲ្យមកទីនេះតែប៉ុណ្ណោះជាមួយគ្នានោះគេក៏បានព្រមាននាងយ៉ាងម៉ឺងម៉ាត់ថាបើនាងនៅតែចេះរក្សាស៊ីរ៉ូទុកក្បែរខ្លួននោះមានតែសេចក្តីស្លាប់ប៉ុណ្ណោះដែលរងចាំនាងតែរ៉ូស្ណាសើចចំអកថាអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ដូចខ្ញុំដែរមែនទេតែអាកើបានលើកដៃខាត់ម៉ាកិនមិនឲ្យស្ទុះទៅព្រោះក្នុងចិត្តគេដឹងច្បាស់ថារ៉ូស្ណាគ្មានផ្លូវសម្រាប់ស៊ីរ៉ូបានឡើយមានមនុស្សម្នាក់កំពុងលួចមើលពីក្នុងស្រមោលដែលមានន័យថាសើកំពុងតែមានសុវត្ថិភាពនៅឡើយពេលនោះអាលីសក៏មកដល់នាងមានអារម្មណ៍ថាមានថាមពលងងឹតគ្របដណ្ដប់តំបន់នេះទើបមកសួរសុខទុក្ខបរិះចំណាស់ដោយក្តីបារម្ភពីស្ថានភាពរាងកាយរបស់គេអាកើក៏សារភាពថាខ្លួនប្រាណគេចុះខ្សោយខ្លាំងហើយពេលវេលារបស់គេក៏ចិត្តអស់ដែរឮបែបនេះអាលីសកាន់តែបារម្ភហើយសុំជួយកម្ចាត់ពួកបិសាចដែលនៅខាងក្នុងគុកនោះឲ្យប៉ុន្តែបុរសចំណាស់បានបដិសេធយ៉ាងគួរសមព្រោះស៊ីរ៉ូដែលគេត្រូវការពារគឺនៅខាងក្នុងនោះបើពួកគេធ្វើអ្វីផ្ដេសផ្ដាស់ក្មេងម្នាក់នោះនឹងត្រូវរងគ្រោះមិនខានអាលីសភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងមិននឹកស្មានថាមានអ្នកដែលអាចទទួលបានការការពារពីបុរសចំណាស់ដល់ថ្នាក់នេះឡើយមុននឹងចាក់ចេញអាលីសបានបញ្ជាក់យ៉ាងច្បាស់ថានាងនឹងរំចាំបម្រើបុរសចំណាស់ជានិច្ចហើយចាត់ទុកគេជាអ្នកមានគុណដ៏ខ្ពង់ខ្ពស់បំផុតបុរសចំណាស់លួចរំភើបក្នុងចិត្តបន្តិចព្រោះគេដឹងច្បាស់ថាខ្លួនឯងមិនមែនជាមនុស្សខ្លាំងដូចកាលពីមុនទៀតឡើយកាលពីមុនគេអាចដោះស្រាយគ្រប់យ៉ាងដោយកម្លាំងបាយប៉ុន្តែឥឡូវនេះគេត្រូវប្រើកលល្បិចម្ដងបន្តិចម្ដងវិញទន្ទឹមនឹងនោះរ៉ូស្ណាក៏នឹកឃើញថាកាលពីមុននាងគ្រាន់តែជាអ្នកទោសថ្នាក់ទាបម្នាក់តែប៉ុណ្ណោះគឺដោយសារតែមានអត្តភាពដ៏អាចកំបាំងមួយបានប្រគល់អំណាចឲ្យនាងទើបនាងមានឋានៈខ្ពង់ខ្ពស់ដោយពេលបច្ចុប្បន្ននេះប៉ុន្តែមុននឹងនាងអាចមានមោទនភាពបានយូរកូនចៅម្នាក់បានរត់មកយ៉ាងស្លន់ស្លោរឿងរ៉ាវកាន់តែជក់ចិត្តហើយចាំមើលថាតើនឹងមានអ្វីកើតឡើងបន្តទៀតនៅពេលមនុស្ស40នាក់ត្រូវស្លាប់មកមើលជាមួយខ្ញុំប្រជាជននាងស្លាប់យ៉ាងអាចកំបាំងនិងសាហាវបំផុតហើយបើតាមមើលស្លាកស្នាមរបួសវិញគឺវាដូចជាបង្កឡើងដោយ Alright អ្នកទាំងអស់គ្នាត្រៀមខ្លួនមើលរឿងដ៏រំភើបជាមួយខ្ញុំព្រោះអាវុធរាងកោណបានលេចឡើងធ្វើឲ្យរ៉ូស្ណាភ័យស្លន់ស្លោបំផុតនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតាមពិតទៅអ្នកទោសទាំងអស់គួរតែត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយប្រព័ន្ធសុវត្ថិភាពតាមទ្រឹស្ដីគ្មាននរណាម្នាក់អាចធ្វើការវាយប្រហារបានឡើយនៅពេលដែលមនុស្សគ្រប់គ្នាកំពុងតែសម្រាកលង់លក់ក្នុងដំណេកនោះទេដូច្នេះហើយនាងក៏បានសន្និដ្ឋានភ្លាមៗថានេះគឺជាទង្វើរបស់បុរសចំណាស់និងបពុរបស់គាត់យ៉ាងពិតប្រាកដតែម្ដងនាងបានសម្រុកទៅកាន់បន្ទប់ឃុំឃាំងរបស់គីរ៉ូទាំងកំហឹងពុះកញ្ជ្រោលប៉ុន្តែបែរជាឃើញថាបន្ទប់នោះទទេស្អាតបាត់ទៅហើយដោយក្តីខឹងសម្បាជាខ្លាំងនាងក៏បានប្រមូលកូនចៅដែលនៅសេសសល់ទាំងអស់របស់នាងដើម្បីទៅសងសឹកឲ្យមនុស្សរបស់នាងដែលស្លាប់នាងបានសម្រុកទៅកាន់កន្លែងស្នាក់នៅរបស់បុរសចំណាស់ទាំងស្រែកជេរប្រតិចថានឹងសងសឹកឲ្យខាងតែបានចំពោះរឿងដែលកើតឡើងនេះប៉ុន្តែនៅពេលនោះបុរសចំណាស់បានលួចជួយសង្គ្រោះស៊ីរ៉ូរួចរាល់បាត់ទៅហើយនិងបាននាំគេត្រឡប់មកវិញដោយសុវត្ថិភាពបំផុតក្រោយពេលដឹងខ្លួនឡើងវិញស៊ីរ៉ូមានអារម្មណ៍ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកតាអេជើដែលបានជួយជីវិតគេជាថ្មីម្ដងទៀតយុវជនរូបនេះក៏បានតាំងចិត្តយ៉ាងមុតមមថាគេនឹងត្រូវតែប្រឹងប្រែងឲ្យខ្លាំងជាងមុនដើម្បីការពារខ្លួនឯងដោយប្រើកម្លាំងផ្ទាល់ខ្លួនឲ្យបាននៅព្រឹកបន្ទាប់មុនពេលការត្រួតពិនិត្យចំនួនមនុស្សប្រចាំថ្ងៃចាប់ផ្ដើមលោកតាបាននាំម៉ាហ្គាន់ទៅជួបជាមួយប៊ីនដើម្បីពិភាក្សាគ្នាពួកគេត្រៀមខ្លួនដើម្បីរៀបចំផែនការសម្រាប់ជំហានបន្ទាប់ប៉ុន្តែចំពេលនោះឯងរ៉ាសាណាក៏បានមកដល់ទាំងសួរជាមួយមនុស្សរបស់នាងឥឡូវចាំមើលកន្លែងនេះឲ្យច្បាស់ព្រោះវាជាចំណុចរបត់ដ៏ធំខណៈដែលនាងបានជេរប្រតិចនិងចោទប្រកាន់លោកតាថាជាអ្នកសម្លាប់កូនចៅនាងថែមទាំងបានចោទថាគាត់បានលួចនាំខ្លួនមនុស្សរបស់នាងចេញទៅនិងស្បត់ថានឹងហែកសាច់លោកតាអេជើជាបំណែកទៀតផងទោះជាយ៉ាងណាក៏ដោយបរិះចំណាស់នៅតែមានភាពស្ងប់ស្ងាត់គួរឲ្យខ្លាចបំផុតខណៈដែលគាត់គ្រាន់តែមានអារម្មណ៍ធុញទ្រាន់នឹងសម្លេងស្រែករបស់នាងបន្ទាប់មកនៅចំពោះមុខបាក់ពួកធំទាំងពីរផ្សេងទៀតលោកតាក៏បានលើកឡើងនូវគំនិតដ៏សាហាវឃោឃៅមួយដែលគ្មាននរណានឹកស្មានដល់ដោយសារតែរ៉ូស្ណាបាត់បង់កូនចៅអស់ជាច្រើនទៅហើយលោកតាបានស្នើឲ្យប្រើឱកាសនេះដើម្បីរៀបចំពិធីជិបលៀងនិងចាប់យកមនុស្សរបស់នាងគាត់ចង់យកមនុស្សដែលនៅសេសសល់ទាំង60នាក់របស់នាងមកធ្វើជាទាសករប្រើប្រាស់ក្រមបញ្ជារបស់ពួកគេទាំងអស់តែម្ដងនៅខណៈនោះរ៉ូស្ណាស្រាប់តែមានអារម្មណ៍មិនល្អជាខ្លាំងចំណែកឯម៉ាកាន់និងប៊ីនវិញយល់ព្រមតាមសំណើនោះភ្លាមតែម្ដងពួកគេយល់ច្បាស់ថានេះគឺជាឱកាសដ៏ចំណេញបំផុតសម្រាប់ពួកគេដូច្នេះហើយទើបពួកគេមិនបង្អង់យូរក្នុងការយល់ព្រមតាមលោកតានោះទេតរយភាពចាស់
ដែលបកពួកធំទាំង3ធ្លាប់គ្រប់គ្រងមនុស្ស100នាក់ម្នាក់ឯងនោះត្រូវបានបំផ្លាញចោលទាំងស្រុងនិងលែងមានតុល្យភាពទៀតហើយខាងក្រុមរបស់រស់ណាបាត់បង់កម្លាំងខ្លាំងពេកហើយនាងគ្មានឱកាសឈ្នះសូម្បីតែបន្តិចឡើយនៅពេលដែលត្រូវប្រឈមមុខនឹងសម្ព័ន្ធភាពថ្មីនេះមានតែពេលនេះទេដែលភាពភ័យខ្លាចពិតប្រាកដបានលេបត្របាក់នាងទាំងស្រុងហើយនាងក៏នឹកឃើញដល់ពាក្យព្រមានរបស់បុរសចំណាស់កាលពីមុននាងបានយល់ច្បាស់ថាទំនាយអំពីផ្លូវទាល់ច្រករបស់លោកតាកំពុងតែคล้ายជាការពិតហើយអ្វីដែលបន្តមកទៀតគឺការកាប់សម្លាប់យ៉ាងរង្គាលបំផុតជាចុងក្រោយរាសនាខ្លួនឯងបានคล้ายជាត្រឹមតែចំណីសម្រាប់អ្នកដទៃតែប៉ុណ្ណោះនៅក្នុងពិភពគុកដ៏ខ្មៅងងឹតនិងសាហាវឃោឃៅមួយនេះក្នុងពេលជាមួយគ្នានោះធម្មពលដែលនៅសេសសល់ក្នុងបន្ទប់ឃុំឃាំងបានចាប់ផ្ដើមប្រមូលផ្ដុំគ្នាជាពីងពីងអូរ៉ាដ៏ធំដែលមើលទៅគួរឲ្យខ្លាចដោយសារតែមានការរំខានបន្តបន្ទាប់ការណាត់ជួបរបស់បុរសចំណាស់ជាមួយមេគុកត្រូវបានពន្យាពេលម្ដងទៀតដែលធ្វើឲ្យលោកតាមិនសប្បាយចិត្តឡើយអ្នកនិងខ្ញុំប្រហែលជាគិតដូចគ្នាថាគេខ្លាំងហើយមែនទេប៉ុន្តែដាល់ឃីសចាប់ផ្ដើមនិយាយឌឺដងទៅកាន់បុរសចំណាស់ពីចម្ងាយយ៉ាងខ្លាំងក្លាបំផុតរាល់ពាក្យសម្ដីចេញពីមាត់របស់គេគឺពោពេញទៅដោយការបង្កហេតុនិងការដុតរូលឲ្យមានកំហឹងមកលើបុរសចំណាស់ជាខ្លាំងគេថែមទាំងបានលើកឡើងអំពីកូនចៅរបស់គេដែលបាត់បង់ស្មារតីបន្ទាប់ពីលោកតាបានកាត់ផ្ដាច់មន្តអាគមខ្មៅរបស់គេចោលនោះគេថែមទាំងបានឆ្លៀតឱកាសសួរបញ្ជាក់ថាតើបុរសចំណាស់ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចចំពោះកម្លាំងរបស់គេហើយឬនៅនាពេលនេះប៉ុន្តែបុរសចំណាស់មិនបានបង្ហាញសញ្ញាភ័យខ្លាចឡើយហើយបានតបវិញយ៉ាងត្រជាក់ថាអ្នកដែលចង់តាមយាយីលោកតាគឺមានតែសេចក្តីស្លាប់ប៉ុណ្ណោះចំណែកឯស៊ីរ៉ូវិញគេបានផ្លាស់ប្ដូរខ្លួនឯងរហូតស្ទើរតែខ្លាចជាមនុស្សម្នាក់ផ្សេងទៀតដែលអាចដឹងពីការផ្លាស់ប្ដូរតូចតាចនៅជុំវិញខ្លួនចាប់ពីសត្វល្អិតតូចៗដែលវានៅលើដីរហូតដល់ដំណក់ទឹកដែលធ្លាក់ក្នុងអាកាសគឺគេអាចមើលឃើញយ៉ាងច្បាស់លាស់ទាំងអស់តែម្ដងគេដឹងថានេះគឺជាសញ្ញានៃការភ្ញាក់ដឹងខ្លួននៃធាតុខ្យល់របស់គេហើយគេមានអារម្មណ៍ថារឹងមាំជាងមុនច្រើនដងបើធៀបនឹងខែមុនឥឡូវនេះត្រឹមតែការកម្រើកម្រាមដៃបន្តិចគេអាចបញ្ជាលំហូរខ្យល់ជុំវិញខ្លួនបានយ៉ាងងាយប៉ុន្តែគេនៅតែមិនទាន់អាចទម្លាស់ការការពារសត្រូវឡើយគេនៅតែនឹកឃើញពាក្យលោកតាដែលថាត្រូវមានធាតុខ្លាំងជាងសត្រូវទើបឈ្នះបានដូច្នេះគេក៏ចាប់ផ្ដើមគិតរកវិធីពង្រឹងធាតុខ្យល់របស់គេប្រាថ្នាចង់រឹងមាំឲ្យបានលឿនបំផុតព្រោះគេមិនចង់ខ្លាចជាបន្ទុករបស់បងប្រុសគេឡើយនៅពេលដែលថ្ងៃជួបគ្នាជាថ្មីបានមកដល់នោះប៉ុន្តែភ្លាមនោះទ្វារបន្ទប់ឃុំឃាំងត្រូវបានរុញបើកយ៉ាងខ្លាំងដែលធ្វើឲ្យស៊ីរ៉ូភ្ញាក់ខ្លួនព្រឺតនិងមានការប្រុងប្រយ័ត្នខ្ពស់បំផុតតែម្ដងអ្នកយាមគុកកម្រិតទី6ម្នាក់ឈ្មោះថៃស៊ីបានដើរចូលមកក្នុងឯកសណ្ឋានពេញលេញជាមួយនឹងទឹកមុខដ៏ត្រជាក់ស្រេបតែម្ដងនាងបានហៅឈ្មោះ Ager ខ្លាំងដែលធ្វើឲ្យស៊ីរ៉ូមានការភ័ន្តច្រឡំជាខ្លាំងថាហេតុអ្វីបានជាអ្នកយាមជាន់ខ្ពស់រូបនេះមកតាមរកលោកតានាងគឺជាអ្នកយាមដែលមានកម្លាំងខ្លាំងជាងបងស្រី Alice ទៅទៀតចំណែកឯលោកតា Ager វិញបានដើរចេញពីស្រមោលដោយស្ងប់ស្ងាត់បំផុតថៃស៊ីបង្ហាញភាពមិនពេញចិត្តភ្លាមចំពោះរបៀបដែលលោកតាលេចមុខមកនាងបានប្រកាសថាខ្លួនមកទីនេះដើម្បីនាំលោកតាចេញពីបន្ទប់ប៉ុន្តែលោកតាក៏បានបដិសេធភ្លាមដោយប្រាប់ថាមិនសូវស្រួលខ្លួននិងគ្មានបំណងចង់ផ្លាស់ប្ដូរបរិយាកាសថ្មីនៅពេលនេះឡើយចាំតាមដានជាមួយខ្ញុំនៅភាគបន្តទៀតព្រោះរឿងរ៉ាវកាន់តែជក់ចិត្តហើយគណៈលោកតាកំពុងរៀបចំផែនការសម្ងាត់អ្វីមួយយ៉ាងនៅពេលនេះមកមើលរឿងនេះទាំងអស់គ្នាសំណើមួយដែលស្ដាប់ទៅហាក់ដូចជាឈួតបំផុតថៃស៊ីត្រូវតែប្រយុទ្ធជាមួយស៊ីរ៉ូបើគាត់ឈ្នះអេជើនឹងព្រមទៅតាមដោយសម្រួលតែបើស៊ីរ៉ូឈ្នះគាត់នឹងបន្តនៅទីនេះសម្រាប់ដោយស្ងប់ស្ងាត់ចំពោះតៃស៊ីសំណើនេះគឺជារឿងដែលគួរឲ្យអស់សំណើចបំផុតថែមទាំងគួរឲ្យមួម៉ៅទៀតផងប៉ុន្តែពេលនឹកឃើញពាក្យព្រមានពីពួកចាស់ទុំមកនាងក៏សម្រេចចិត្តថាមិនចង់ចំណាយពេលមកឆ្លុះប្រកែកច្រើនជាមួយអេជើទៀតក៏យល់ព្រមទទួលយកការប្រកួតនេះភ្លាមទោះបីជាមើលទៅវាហាក់បីដូចជាការប្រកួតដែលមិនស្មើដៃគ្នាក៏ដោយក្បាច់ដំបងរបស់នាងគឺមុតស្រួចនិងសាហាវណាស់នាងចង់បំបាក់ស៊ីរ៉ូត្រឹមតែមួយក្បាច់ប៉ុណ្ណោះប៉ុន្តែអ្វីដែលនាងនឹកស្មានមិនដល់នោះគឺក្មេងប្រុសម្នាក់នេះបែរជាអាចប្រើធាតុខ្យល់របស់គេមកគេចផុតពីការវាយប្រហាររបស់នាងយ៉ាងរហ័សបំផុតដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលថៃស៊ីចាប់ដើមផ្លាយចិត្តភ្លាមនាងស្មានថាស៊ីរ៉ូប្រហែលជាកូនសិស្សដែលអេជើបានលាក់ទុកដើម្បីហ្វឹកហាត់ជាមិនខាននាងក៏សម្រេចចាត់ប្រើការប្រយុទ្ធនេះដើម្បីផ្ដល់មេរៀនឲ្យគេឲ្យដឹងដៃម្ដងភ្លាមនោះនាងក៏ចាប់ផ្ដើមបើកការវាយប្រហារម្ដងទៀតលើកនេះនាងប្រើកម្លាំងខ្លាំងជាងមុនហើយថែមទាំងកាត់ផ្ដាច់ផ្លែដាវខ្យល់របស់ស៊ីរ៉ូទៀតផងស៊ីរ៉ូបានសម្លឹងមើលទៅកម្លាំងខ្យល់ដ៏មហិមារបស់នាងដែលអាចគ្រប់គ្រងធាតុខ្យល់បានយ៉ាងល្អអស្ចារ្យបែបនេះធ្វើឲ្យកែវភ្នែករបស់គេពោពេញទៅដោយភាពរំភើបនិងចង់ចេះចង់ដឹងខ្លាំងណាស់ប៉ុន្តែប្រតិកម្មនេះបែរជាធ្វើឲ្យថៃស៊ីកាន់តែខឹងសម្បាលើសដើមស៊ីរ៉ូក៏ប្រញាប់ប្រមូលអារម្មណ៍ផ្ដោតទៅលើការប្រយុទ្ធវិញភ្លាមឥឡូវស្ដាប់ឲ្យច្បាស់កន្លែងនេះហើយដែលស៊ីរ៉ូដឹងខ្លួនថាពិបាកទប់ទល់គេព្យាយាមទាយក្បាច់បន្ទាប់របស់តាស៊ីតែវានៅតែមិនអាចដឹងមុនដដែលគេមិនអាចដឹងពីវត្តមានរបស់នាងតតែសោះមួយវិនាទីក្រោយមកគេក៏ត្រូវបានវាយឲ្យដួលទៅលើដីយ៉ាងដំណំហើយការឈឺចាប់ក៏ចាប់ផ្ដើមជ្រាបចូលក្នុងខ្លួនពេញរាងកាយរហូតដល់គេមិនអាចកម្រើខ្លួនបានតាអ៊ីស៊ីបញ្ចេញទឹកមុខដ៏ត្រជាក់ស្រែបរួចក៏ប្រកាសក្តែងថាខ្លួនគឺជាអ្នកឈ្នះនៅក្នុងការប្រកួតនេះលោកតាអ៊ីជើគ្រាន់តែងក់ក្បាលដោយស្ងប់ស្ងាត់រួចក៏យល់ព្រមទៅតាមនាងក្រោយពេលស៊ីរ៉ូដឹងខ្លួនវិញហើយឃើញពួកគេទាំងពីររៀបនឹងចាក់ចេញទៅបាត់គេក៏ព្យាយាមក្រោកឡើងទាំងប្រដាប់ប្រដួសរួចសួរដោយក្តីបារម្ភថាតើអ្នកទាំងពីរចង់ទៅទីណាឲ្យប្រកាសទៅលោកតាអេជើក៏បានចង្អុលទៅខាងស្ដាំដៃរួចប្រាប់ថានៅមានកន្លែងមួយទៀតដែលគាត់ត្រូវទៅថៃស៊ីមានអារម្មណ៍មួម៉ៅក្នុងចិត្តជាខ្លាំងនាងមានអារម្មណ៍ថាអេជើរឹងរូសពេកហើយ
ប៉ុន្តែនាងក៏បារម្ភដែរថាបើនៅតែបន្តពន្យាពេលទៀតវានឹងរំខានដល់ម៉ោងសម្រាករបស់នាងដូច្នេះចុងក្រោយនាងក៏បង្ខំចិត្តយល់ព្រមតាមគាត់បន្ទាប់មកពួកគេទាំង3នាក់ក៏បានធ្វើដំណើរមកដល់កន្លែងមួយដែលមានសម្លេងអ៊ូអរខ្លាំងមែនទែនលោកតា Ager បានប្រាប់ទៅស៊ីរ៉ូថាទីនេះគឺជាសាលាហ្វឹកហាត់ដែលមនុស្សគ្រប់គ្នាអាចមកលុតដំសមត្ថភាពរបស់ខ្លួនឯងបានជានិច្ចនៅទីនេះបរិយាកាសពិសេសអាចជួយបង្កើនថាមពលធាតុខ្យល់របស់គេឲ្យខ្លាំងជាងមុនរាប់ដងគាត់ក៏បានប្រាប់ស៊ីរ៉ូថាឲ្យខំប្រឹងហ្វឹកហាត់នៅទីនេះឲ្យបានល្អចំណែកគាត់ត្រូវទៅកន្លែងផ្សេងជាមួយថៃស៊ីហើយគាត់នឹងត្រឡប់មកទទួលគេវិញក្នុងរយៈពេល2អាទិត្យស៊ីរ៉ូក្តាប់ដៃយ៉ាងណែនហើយបានសន្យាជាមួយលោកតាថាគេនឹងខំប្រឹងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពដើម្បីកុំឲ្យលោកតាខកបំណងឡើយបន្ទាប់ពីនោះមកលោកតា Ager ក៏បាននាំខៃរ៉ូទៅជួបជាមួយអ្នកទោសកម្រិតទី5ម្នាក់ដែលមានឈ្មោះថា Delmo គ្រាន់តែជួបគ្នាភ្លាមបរិសម្នាក់នោះក៏បានសើចចំអកឲ្យ Ager ថាជាមនុស្សមិនគោរពពាក្យសន្យាហើយថែមទាំងចាត់ទុកទីនេះដូចជាកន្លែងផ្ញើក្មេងទៀតលោកតា Ager មិនចង់ពន្យល់ច្រើនទេប៉ុន្តែគាត់ក៏បានដាក់សំណើមួយទៅកាន់ Delmo ដោយឲ្យគេជួយហ្វឹកហាត់ឲ្យស៊ីរ៉ូជាថ្នូរនឹងការយល់ព្រមប្រកួតជាមួយ Delmo ដោយផ្ទាល់ដៃព្រោះ Delmo តែងតែចង់ប្រកួតជាមួយ Ager ជាយូរមកហើយដូច្នេះភ្លាមនោះគេក៏យល់ព្រមតែម្ដងគេបានកំណត់យកសាលប្រកួតលេខ94ជាកន្លែងសម្រេចលទ្ធផលលោកតា Ager ក៏បានប្រមាន Delmo កុំឲ្យនិយាយរឿងមិនប្រយោជន៍ច្រើនដល់ស៊ីរ៉ូខ្លាចក្រែងវាប៉ះពាល់ដល់ការហ្វឹកហាត់របស់គេបន្ទាប់មកលោកតា Ager ក៏បានទះស្មារបស់ Delmo តិចៗជាសញ្ញាប្រាប់ថាស៊ីរ៉ូនឹងចាប់ផ្ដើមការលុតដំហើយបន្ទាប់ពីចាត់ចែងរឿងស៊ីរ៉ូរួចរាល់ហើយថៃស៊ីក៏បាននាំខ្លួនលោកតា Ager ឆ្ពោះទៅកាន់បន្ទប់ឃុំឃាំងដាច់ដោយឡែកមួយកន្លែងទីនេះគឺជាសុបិនអាក្រក់សម្រាប់អ្នកទោសគ្រប់រូបមនុស្សភាគច្រើនដែលចូលមកដល់ទីនេះគឺតែងតែលុតជង្គង់អង្វរកសុំក្តីមេត្តាឬក៏មានសតិមិនប្រក្រតីសើចដូចជាមនុស្សឈួតតែម្ដងហើយអ្នកខ្លះទៀតក៏សុខចិត្តសម្លាប់ខ្លួនឯងព្រោះមិនអាចទ្រាំទ្រនឹងភាពងងឹតបានឈប់សិនលោកតា Ager ស្ងប់ស្ងាត់ពេកហើយមើលទៅអ្នកនឹងខ្ញុំប្រហែលជាដឹងហើយថានឹងមានរឿងមិនស្រួលកើតឡើងមិនខានភាពងងឹតនេះហាក់ដូចជាកន្លែងដែលគាត់ស៊ាំទៅហើយគាត់ថែមទាំងបានអរគុណដល់តៃឈីយ៉ាងគួរសមរួចក៏ប្រាប់ឲ្យនាងចាក់ចឹងទៅចុះការមើលឃើញភាពស្ងប់ស្ងាត់របស់គាត់បែបនេះធ្វើឲ្យតៃឈីកាន់តែឆ្ងល់ខ្លាំងណាស់បុរសចំណាស់ម្នាក់នេះកំពុងតែធ្លាក់ក្នុងស្ថានភាពលំបាកមែនទេតែគាត់មិនបង្ហាញភាពភ័យខ្លាចទាល់តែសោះវាហាក់ដូចជាគាត់កំពុងតែដើរចូលទៅក្នុងភាពងងឹតដោយភាពពេញចិត្តទៅវិញតែភ្លាមនោះមានដៃមួយបានលូកចេញពីក្នុងភាពងងឹតមកខ្ទប់មាត់របស់នាងយ៉ាងណែនហើយចាប់នាងជាប់មិនឲ្យកម្រើខ្លួនបានឡើយថៃស៊ីមានអារម្មណ៍តក់ស្លុតជាខ្លាំងនាងគិតថាអ្នកដែលហ៊ានធ្វើបែបនេះពិតជាឈួតមែនតើព្រោះការមកវាយប្រហារឆ្មាំកម្រិតទី6គឺប្រៀបដូចជាការមកស្វែងរកសេចក្តីស្លាប់អញ្ចឹងខណៈពេលនោះនៅក្នុងបន្ទប់សម្រាប់កម្រិតទី6ម្នាក់ទៀតឈ្មោះតៃស៊ីកំពុងតែបែកញើសចូលខ្លួននាងអង្គុយនៅក្នុងបន្ទប់សូណាទាំងអារម្មណ៍មិននៅនឹងខ្លួនហើយមាត់នៅតែបន្តអ៊ូឈ្មោះរបស់លោកតា Ager មិនឈប់នៅពេលដែលនាងនឹកឃើញរឿងដែលនាងបានជូន Ager ទៅដល់បន្ទប់ឃុំឃាំងតែបែរជាត្រូវគាត់ចាប់បង្ខាំងខ្លួនទុកទៅវិញនោះនាងនៅតែមានអារម្មណ៍តក់ស្លុតមិនទាន់បាត់សំណួរជាច្រើនបានផុសឡើងក្នុងខួរក្បាលរបស់នាងថាតើលោកតាឈួតមែនទេប៉ុន្តែលោកតា Ager គ្រាន់តែលើកដៃឡើងជាសញ្ញាប្រាប់នាងឲ្យនៅស្ងៀមបន្ទាប់មកគាត់ក៏បានសម្លឹងទៅមើលនៅតាមផ្លូវដើរខាងមុខថៃស៊ីក៏សម្លឹងតាមគាត់រួចមុខរបស់នាងក៏ចាប់ផ្ដើមស្លេកស្លាំងភ្លាមតើអ្នកឃើញទេនោះគឺជាភាពរន្ធត់ដែលនៅតាមផ្លូវដើរនោះឯងជឿខ្ញុំចោះអ្នកនិងខ្ញុំច្បាស់ជាចង់ដឹងហើយថាបិសាចដ៏ធំនោះជាអ្វីឲ្យប្រកបកុំភ្លេចតាមដានភាពបន្តទៀតណាមកមើលទាំងអស់គ្នាតើនាងកំពុងឆ្ងល់មែនទេថា Ager ពិតជាបានជួយសង្គ្រោះនាងពីបិសាចដ៏គួរឲ្យរន្ធត់នោះមែនឬក៏អត់ប៉ុន្តែភ្លាមនោះភាពស្រពេចស្រពិលកាន់តែខ្លាំងបានវាយលោកនាងព្រោះនាងមានពាក់ខ្សែកការពារដែលធ្វើឡើងដោយក្រុមតារានិករនៃពន្លឺតាមក្រឹតក្រមខ្សែកនេះគួរតែអាចទប់ស្កាត់ភាពសាហាវយងខ្នងរបស់បិសាចនិងការពារមិនឲ្យវាចូលមកក្បែរនាងបានឡើយចុះហេតុអ្វីបានជាបិសាចនោះមិនត្រឹមតែមើលឃើញនាងច្បាស់ទេថែមទាំងវាយប្រហារនាងខណៈដែលនាងផ្ទាល់មិនដឹងខ្លួនទាល់តែសោះបែបនេះ Ager បានពន្យល់ដោយស្ងប់ស្ងាត់ថាសត្វនោះប្រហែលជាមានកម្លាំងខ្លាំងពេកហើយរបស់ការពាររបស់នាងប្រហែលជាលែងមានប្រសិទ្ធភាពហើយបិសាចដែលមិនខ្លាចខ្សែកការពារគឺកម្រណាស់ប៉ុន្តែវាក៏ធ្លាប់មានដែររឿងនេះធ្វើឲ្យតៃស៊ីមានការតក់ស្លុតយ៉ាងខ្លាំងបំផុតនាងមិនដែលឮថាមានបិសាចណាដែលអាចបំបែកអំណាចខ្សែកការពារបានឡើយទោះបីជានាងទើបតែចូលធ្វើការងារនេះមិនទាន់បានយូរប៉ុន្មានក៏ដោយប៉ុន្តែនាងធ្លាប់បានឮពាក្យចចាមអារាមដ៏គួរឲ្យខ្លាចជាច្រើនអំពីបុរសឈ្មោះ Ager នេះជាចុងក្រោយនាងក៏លែងទ្រាំបានទៀតហើយនាងក៏សួរថាតើលោកជានរណាឲ្យប្រកាស Ager គ្រាន់តែឆ្លើយថាបើនាងចង់ដឹងចម្លើយគួរតែទៅសួររកស្មៀនម្នាក់នោះទៅលើបែបនេះថៃស៊ីភ័យស្លុតហើយឈ្មោះស្មៀន Bemlio ក៏ផុសឡើងក្នុងចិត្តភ្លាមគាត់គឺជាឆ្មាំពន្ធនាគារកម្រិតទី9ដ៏អាចកំបាំងបំផុតអត្តសញ្ញាណរបស់គាត់ត្រូវបានរក្សាការសម្ងាត់បំផុតប៉ុន្តែបរិសុទ្ធចំណាស់ដែលមើលទៅដូចជាអ្នកទោសកម្រិតទី1ធម្មតាម្នាក់នេះបែរជាស្គាល់អ្នកធំបែបនេះទៅវិញនេះជារឿងដែលមិនគួរឲ្យជឿទាល់តែសោះ Ager មិនបានពន្យល់អ្វីបន្ថែមទៀតទេគាត់គ្រាន់តែប្រាប់ថានាងនឹងទទួលបានចម្លើយពីស្មៀននោះបន្ទាប់មកគាត់ក៏បានជំរុញឲ្យថៃស៊ីប្រញាប់ចាកចេញពីទីនេះជាបន្ទាន់គាត់ប្រាប់ថានៅមានរឿងផ្សេងទៀតដែលត្រូវដោះស្រាយប៉ុន្តែទង្វើរបស់គាត់រឹតតែធ្វើឲ្យថៃស៊ីកាន់តែចង់ដឹងចង់ឃើញខ្លាំងឡើងលើសដើមនាងបានលួចបដិញ្ញាក្នុងចិត្តថានឹងស្វែងរកអាចកំបាំងរបស់ Ager ឲ្យឃើញចំណែកឯការហ្វឹកហាត់របស់ Zero ក៏បានចាប់ផ្ដើមជាផ្លូវការដែរ
នៅក្នុងវគ្គដំបូងកាយវិការរបស់គេគឺខុសស្រឡះតែម្ដងប៉ុន្តែទោះជាយ៉ាងណាកម្លាំងពីកំណើតរបស់គេពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់គេធ្លាប់តែគិតថាការវឹកហាត់ដែលដេឡាមូបាននិយាយគឺជាការធ្វើទារុណកម្មដ៏សាហាវប្រៃផ្សៃប៉ុន្តែការពិតមិនមែនបែបនោះឡើយវាគ្រាន់តែជាការវឹកហាត់រាងកាយយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះអ្នកទោសនៅក្នុងពន្ធនាគារនេះហាក់ដូចជាមានការឆ្លុះវង្វេងនឹងការហាត់ប្រាណខ្លាំងណាស់ពួកគេចូលចិត្តការហាត់ដែលមានកាយវិការត្រឹមត្រូវឥតខ្ចោះនិងចូលចិត្តការលើកទម្ងន់ឲ្យដល់កម្រិតកំណត់បំផុតរបស់ពួកគេចាំមើលត្រង់នេះសិនមួយសន្ទុះក្រោយមកស៊ីរ៉ូក៏មានអារម្មណ៍ធូរស្រាលដោយគិតថាគេអាចផ្ដោតលើការហាត់រាងកាយបានយ៉ាងល្អប៉ុន្តែអារម្មណ៍ធូរស្រាលនោះបានរលាយបាត់ទៅវិញភ្លាមព្រោះនៅវិនាទីបន្ទាប់គេត្រូវបានគេបញ្ជាឲ្យចូលប្រយុទ្ធតែម្ដងអ្នកទោសដែលនៅជុំវិញនោះបាននាំគ្នាជជែកវែកញែកភ្លាមពួកគេជឿជាក់ថាដោយសារតែស៊ីរ៉ូត្រូវបាននាំមកដោយអេជើគេប្រកាសជាមិនធម្មតាឡើយទោះជាយ៉ាងនេះក្តីគេនៅក្មេងពេកក្នុងភ្នែករបស់ពួកគេបើទោះបីជាគេជាមនុស្សពាក់កណ្ដាលសត្វក៏ដោយក៏អាចនឹងត្រូវគេវាយស្លាប់ដែរអ្វីដែលកាន់តែអាក្រក់ទៅទៀតនោះគូប្រកួតរបស់គេបានប្រកាសថានឹងមិនទទួលខុសត្រូវចំពោះលទ្ធផលនៃការប្រកួតនេះឡើយគូប្រកួតម្នាក់នោះគឺ Vincent ដែលជាអ្នកទោសកម្រិតទី4និងជាអ្នកប្រដាល់ Dilo ក៏បានបញ្ឆេះកំហឹងថែមទៀតពីខាងក្រៅគេបានជំរុញឲ្យ Vincent កាច់ដៃជើងរបស់ Zero ឲ្យបាក់ឲ្យអស់ហើយវាយគេឲ្យសន្លប់នៅនឹងកន្លែងតែម្ដងគេនិយាយដោយទំនុកចិត្តថាអេជើហ្វឹកហាត់តែអ្នកដែលមានតម្លៃរាប់រយលានប៉ុណ្ណោះហើយទោះបីជា Zero របួសធ្ងន់ក៏គង់តែនឹងជាសះបោយវិញដែរនៅពេលដែលការប្រកួតបានចាប់ផ្ដើមមនុស្សគ្រប់គ្នាចង់ឃើញផ្ទាល់ភ្នែកថាតើ Zero ពិតជាមនុស្សពាក់កណ្ដាលសត្វដ៏ខ្លាំងពូកែមែនឬក៏អត់នៅពេលដែលការប្រយុទ្ធចាប់ផ្ដើមភ្លាម Zero បានផ្លាស់ប្ដូររូបរាងទៅជាសត្វភ្លាមតែម្ដងមនុស្សគ្រប់គ្នាដែលនៅទីនោះមានការភ្ញាក់ផ្អើលជាខ្លាំងអ្នកនិងខ្ញុំដឹងហើយថាជាធម្មតាមនុស្សពាក់កណ្ដាលសត្វមិនអាចបំផ្លាញខ្លួនបានដោយខ្លួនឯងបែបនេះទេលុះត្រាតែពួកគេមានអាយុយ៉ាងតិច20ឆ្នាំសិន Delo ក៏បានសន្និដ្ឋានថា Archer ប្រកាសជាបានលួចបង្រៀនអាចកំបាំងអ្វីមួយដល់គេមិនខានកំណត់នេះធ្វើឲ្យគេច្រណែនជាខ្លាំងហើយគេបានរអ៊ូទាំថា Archer សុកចិត្តបង្រៀន Zero ជាជាងផ្ដល់ការណែនាំដល់រូបគេអ្នកទាំងពីរបានវាយលោកគ្នាភ្លាម Vincent បានសម្រុកចូលដោយកម្លាំងដ៏សាហាវឃោឃៅបំផុតហើយចលនារបស់គេគឺលឿនរហ័សគួរឲ្យខ្លាចណាស់ប៉ុន្តែនៅក្នុងភ្នែករបស់ Zero ការវាយប្រហារទាំងនេះមិនគួរឲ្យខ្លាចដូចបិសាចដែលគេធ្លាប់ជួបនៅក្នុងច្រករបៀងនោះឡើយ Archer ធ្លាប់បានព្រមាន Zero ជាយូរមកហើយថាការប្រើប្រាស់ថាមពលធាតុនិងស៊ីកម្លាំងជីវិតរបស់គេបន្តិចម្ដងដំបូងវាបង្ហាញកម្លាំងកាយបន្ទាប់មកគឺកម្លាំងចិត្តហើយប្រសិនបើអស់ទាំងពីរនេះគេអាចនឹងស្លាប់បានប្រសិនបើមិនចាំបាច់កុំប្រើវាឲ្យសោះគេមិនត្រូវប្រើវាដោយមិនប្រុងប្រយ័ត្នឡើយប៉ុន្តែការប្រយុទ្ធនេះគឺគ្រាន់តែដើម្បីសាកល្បងកម្លាំងរបស់គេតែប៉ុណ្ណោះទោះបីជា Zero មិនបានទប់ទល់ក្នុងចលនារបស់គេក៏ដោយក៏គេនៅតែចាត់ទុកវាជាការសាកល្បងនិងគេចផុតពីការវាយប្រហាររបស់ Vincent យ៉ាងងាយស្រួលបន្ទាប់មកគេក៏បានបញ្ចេញថាមពលធាតុខ្យល់របស់គេចេញមកដោយគ្មានការស្ទាក់ស្ទើរឡើយ Vincent មានការភ្ញាក់ផ្អើលនិងខឹងសម្បាយ៉ាងខ្លាំងនៅទីបំផុតគេក៏ដឹងថាគូប្រកួតនៅចំពោះមុខគឺគ្រោះថ្នាក់ជាងអ្វីដែលគេបានគិតទៅទៀតជាចុងក្រោយ Vincent ត្រូវបានកំទេចយ៉ាងចាស់ដៃហើយអ្នកទស្សនាទាំងអស់មានការស្រឡាំងកាំងចំពោះលទ្ធផលដែលមិននឹកស្មានដល់មួយនេះតាមពិតទៅថាមពលធាតុគឺជាជំនាញដែលមានតែអ្នកទោសកម្រិតទី5ប៉ុណ្ណោះដែលអាចប្រើបានប៉ុន្តែ Zero គ្រាន់តែជាអ្នកទោសកម្រិតទី3ប៉ុណ្ណោះសូម្បីតែមានការណែនាំពី Archer ក៏ដោយក៏សមត្ថភាពរបស់គេពិតជាអស្ចារ្យលើសពីការស្មានច្បាស់ណាស់ថាអ្នកនិងខ្ញុំនឹងបានឃើញរឿងរ៉ាវរឹតតែអស្ចារ្យជាងនេះទៅទៀតនៅវគ្គក្រោយកុំភ្លេចរងចាំទស្សនាជាមួយខ្ញុំទាំងអស់គ្នាថាតើការធ្វើដំណើររបស់គេនឹងទៅជាយ៉ាងណាទៀតតោះអ្នកទាំងអស់គ្នាមកមើលរឿងភាគបន្តដែលក្មេងម្នាក់នេះកំពុងបង្ហាញកម្លាំងបិសាចឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមហាជនចាប់ផ្ដើមសង្ស័យថាលោក Archer ប្រកាសជាមានវិធីក្នុងការវាយតម្លៃសមត្ថភាពមនុស្សតាមរយៈទេពកោសល្យពីកំណើតតែម្យ៉ាងប៉ុន្តែ Delamu មិនព្រមទទួលយកឡើយនៅក្នុងចិត្តរបស់គេ Zero ប្រកាសជាមានលក្ខណៈពិសេសអ្វីមួយយ៉ាងដែលខុសប្លែកពីអ្នកដទៃដូច្នេះហើយគេក៏បានបោះជំហានទៅមុខយ៉ាងលឿនរួចហើយក៏បានចូលមកប្រឈមមុខនឹង Zero ដោយផ្ទាល់ Zero មើលទៅស្រឡំកាំងយ៉ាងខ្លាំងព្រោះមិនដឹងថាហេតុអ្វីបានជាបុរសម្នាក់នេះវាយប្រហារភ្លាមឡើយហើយគេគ្រាន់តែស្មានថាវាជាការសាកល្បងកម្លាំងធម្មតាប៉ុន្តែចាំមើលត្រង់នេះកណ្ដាប់ដៃរបស់ Delamu ដែលវាយមកនោះវាមានកម្លាំងខ្លាំងគួរឲ្យរន្ធត់បំផុតពេលនោះហើយដែល Zero ទើបតែយល់ច្បាស់ថាកម្លាំងនៃអ្នកទោសកម្រិតទី5ពិតជាគួរឲ្យខ្លាចដល់កម្រិតណាក្នុងពេលជាមួយគ្នានោះមានគំនិតតែមួយគត់ដែលស្ថិតនៅក្នុងចិត្តរបស់គេប្រសិនបើគេអាចស៊ូទ្រាំនឹងការសាកល្បងនេះបានគេនឹងឈានទៅមុខមួយជំហានទៀតដើម្បីខ្លាចជាអ្នកខ្លាំងហើយថ្ងៃណាមួយគេនឹងលែងខ្លាចជាបន្ទុកសម្រាប់បងប្រុស Lucas ទៀតហើយប៉ុន្តែការវិបករបស់ Zero នៅពេលនេះគឺនៅតែធ្វើឡើងតាមសភាវគតិសុទ្ធសាធវាមិនទាន់មានការកណនាច្បាស់លាស់ឬយុទ្ធសាស្ត្រអ្វីទាំងអស់ដោយហេតុផលនេះហើយទើបរាល់ការវាយលុករបស់គេត្រូវបាន Delamu រារាំងយ៉ាងងាយស្រួលរហូតដល់គេត្រូវបានដួលទៅលើដីហើយចាញ់ក្រោមឥទ្ធិពលកម្លាំងទាំងស្រុងព្រោះថា Delamu បានបញ្ចេញថាមពលធាតុដីរបស់គេរួចជាស្រេចដែលធ្វើឲ្យរាងកាយទាំងមូលរបស់គេរឹងមាំដូចជាសម្បកអណ្ដើកដែលមិនអាចទម្លុះបានហើយនៅក្នុងឱកាសនោះ Delamu ក៏ស្រាប់តែនឹកឃើញនៅអ្វីដែលលោក Archer ធ្លាប់បាននិយាយប្រាប់គេកាលពីពេលនោះលោក Archer បានប្រាប់គេចំថា Delamu ពិតជាចង់ខ្លាំងជាងមុនប៉ុន្តែដោយសារតែគេមិនអាចធ្វើចលនានៅក្នុងភាពងងឹតបានលោក Archer ក៏មិនអាចបង្រៀនគេបានដែរដំបូងឡើយ Delamu ស្មានថាភាពងងឹតនោះសំដៅលើភាពទន់ខ្សោយនៅក្នុងចិត្តរបស់គេតែប៉ុណ្ណោះដូច្នេះគេក៏មិនបានចាប់អារម្មណ៍
ដោយគិតថាការបញ្យល់នោះវាស្រពេចស្រពិលពេកប៉ុន្តែនៅពេលដែលក្រឡេកមើលស៊ីរ៉ូម្ដងទៀតគេត្រូវតែទទួលស្គាល់ថាសម្រាប់អ្នកទោសកម្រិតទី3ក្មេងម្នាក់នេះគឺពិតជាធ្វើបានល្អលើសពីការរំពឹងទុកនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មែននៅខណៈពេលនោះស៊ីរ៉ូដែលកំពុងធ្លាក់ចូលទៅក្នុងភាពងងឹតនៃចិត្តខ្លួនឯងក៏ស្រាប់តែយល់ដឹងអ្វីមួយយ៉ាងហើយក៏ភ្ញាក់ស្មារតីឡើងតើលោកក៏ធ្លាប់ឆ្លងកាត់ការហ្វឹកហាត់នៅក្នុងពិភពងងឹតនោះដែរមែនទេគេបានសួរទៅកាន់ដេឡាមូដោយមិនអាចទុកចិត្តបាននៅពេលដេឡាមូបានឮបែបនេះគេមានអារម្មណ៍ថាដូចជាទើបតែរកឃើញគន្លឹះសំខាន់អ្នកទាំងអស់គ្នាឃើញទេគ្មានផ្លូវគេចវេះទៀតឡើយដូច្នេះស៊ីរ៉ូក៏បានសម្រេចចិត្តប្រាប់គេអំពីវិធីសាស្ត្រហ្វឹកហាត់សមាធិគេបានបញ្យល់បន្ថែមថាមូលហេតុដែលគេអាចខ្លាំងជាងមុនបានគឺដោយសារតែការហ្វឹកហាត់សមាធិដ៏ពិសេសនោះឯងហើយចំណុចស្នូលសំខាន់បំផុតនៃការហ្វឹកហាត់នេះគឺការដើរទៅមុខម្ដងហើយម្ដងទៀតនៅក្នុងភាពងងឹតនៃពិភពខាងក្នុងចិត្តរបស់ខ្លួនឯងបន្ទាប់ពីបានឮបែបនេះដេឡាមូស្ទើរតែជឿជាក់ទាំងស្រុងគេដឹងភ្លាមថានេះប្រកាសជាវិធីសាស្ត្រហ្វឹកហាត់ផ្ទាល់ខ្លួនរបស់លោកអេកាហើយដូច្នេះគេក៏បានបន្ទាបខ្លួននៅចំពោះមុខហើយសុំឲ្យស៊ីរ៉ូបង្រៀនវិធីនេះដល់គេប៉ុន្តែស៊ីរ៉ូនៅមានការរារែកចិត្តព្រោះរូបគេផ្ទាល់ទើបតែហ្វឹកហាត់បានត្រឹមតែ1ខែប៉ុណ្ណោះហើយគេមានអារម្មណ៍ថាខ្លួនឯងមិនទាន់មានសិទ្ធិទៅបង្រៀនអ្នកដទៃឡើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះលោកអ៊ីជើធ្លាប់បានព្រមានគេយ៉ាងម៉ឺងម៉ាត់បំផុតថាការនាំផ្លូវមនុស្សម្នាក់ទៀតឲ្យចូលទៅក្នុងភាពងងឹតនៃពិភពខាងក្នុងគឺមានគ្រោះថ្នាក់ខ្លាំងណាស់បុរសចំណាស់ម្នាក់នោះថែមទាំងបានរំលឹកម្ដងហើយម្ដងទៀតថានេះជារឿងដែលមិនត្រូវសាកល្បងដោយប្រហែសឡើយប៉ុន្តែអាកប្បកិរិយារបស់ដេឡាមៀវគឺរឹងមាំខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយគេនៅតែចង់រៀនវិធីសាស្ត្រនេះដើម្បីឲ្យខ្លួនឯងកាន់តែខ្លាំងជាចុងក្រោយចិត្តរបស់ស៊ីរ៉ូក៏ចាប់ផ្ដើមទន់ជ្រាយគេក៏គិតដែរថាលោកអេជើប្រហែលជាមិនត្រឡប់មកវិញឆាប់ៗនេះទេហើយដោយសារតែដេឡាមូជាអ្នកជួយវឹកហាត់គេនៅពេលនេះការបង្ហើបវិធីសាស្ត្របន្តិចបន្តួចប្រហែលជាមិនបង្កបញ្ហាធំដុំឡើយដូច្នេះហើយទើបគេយល់ព្រមតាមសំណើរបស់ដេឡាមូសប្បាយចិត្តយ៉ាងខ្លាំងហើយបានជំរុញឲ្យស៊ីរ៉ូចាប់ផ្ដើមការវឹកហាត់ភ្លាមៗតែម្ដងស៊ីរ៉ូបានប្រាប់ឲ្យគេបិទភ្នែកជាមុនសិនរួចចម្រាស់រាល់ការគិតដែលរំខានចេញពីក្នុងចិត្តហើយផ្ដោតអារម្មណ៍ទាំងអស់ទៅលើដង្ហើមរបស់ខ្លួននៅពេលដែលដង្ហើមវែងៗបានចូលទៅដល់ក្នុងហើយនេះជាការចាប់ផ្ដើមនៃការហ្វឹកហាត់ពិតប្រាកដដែលអ្នកនិងខ្ញុំត្រូវតាមដានបន្តជាមួយគ្នា